You're listening to Radio Free Asia. The following program is in Khmer. នេះជាកម្មវិធីផ្សាយវិទ្យុអាស៊ីសេរី នេះជាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកសួស្តីលោកអ្នកនាងកញ្ញាជាទីមេត្រីពីរដ្ឋធានី Washington ខ្ញុំបាទតាំងសារ៉ាដាសូមស្វាគមន៍លោកអ្នកស្ដាប់ទាំងអស់យើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃសៅរ៍ 3 កើតខែកដិកឆ្នាំមមីឆស័កពុទ្ធសករាជ 2558 ត្រូវនៅថ្ងៃទី25ខែតុលាគ្រិស្តសករាជ 2014 ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃរដ្ឋាភិបាលអនុម័តថវិកាជាតិជាង $3,000 លានសហរដ្ឋអាមេរិកសម្រាប់ការចំណាយឆ្នាំ 2015 លោកហេងពៅជាប់ពន្ធនាគារ 16 ឆ្នាំពីបទប៉ុនប៉ងសម្រាប់លោកសៅសុខាមេ PM លើផ្ទៃប្រទេសសមាគមអាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកនាំគ្នាប្រឆាំងអំពើហិង្សាលើស្ត្រីនិងកុមារព្រះសង្ឃវត្តស្ទឹងមានជ័យទាមទារឲ្យប្អូនប្រុសចៅអធិការស្ដីទីចេញមុខដោះស្រាយករណីប្រព្រឹត្តអំពើហិង្សាលើព្រះសង្ឃរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារ៉ាដាសូមជូនព័ត៌មានពិស្ដារដ្ឋាភិបាលកម្ពុជាអនុម័តថវិកាជាតិប្រមាណ $3,092 លានសហរដ្ឋអាមេរិកសម្រាប់ការចំណាយក្នុងឆ្នាំ 2015 នៅក្នុងសេចក្តីប្រកាសព័ត៌មានប្រចាំសប្តាហ៍របស់ខ្លួនកាលពីថ្ងៃសុក្រម្សិលមិញទីស្តីការគណៈរដ្ឋមន្ត្រីបានប្រកាសថាចំនួនថវិកាជាតិប្រចាំឆ្នាំ 2015 នេះមានសារៈសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិគ្រប់វិស័យទាំងអស់ជាពិសេសធានានូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំឲ្យបានប្រមាណ 7% ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនអង្គប្រជុំគណៈរដ្ឋមន្ត្រីបានសម្រេចថាថវិកាជាតិឆ្នាំ 2015 នេះនឹងផ្ដោតការចំណាយទៅលើវិស័យរដ្ឋបាលទូទៅការពារជាតិសន្តិសុខសង្គមគិច្ចអប់រំសុខាភិបាលកសិកម្មហេដ្ឋារចនាសម្ព័ន្ធនិងការអភិវឌ្ឍសេដ្ឋកិច្ចលោកអ្នកនាងជាទីមេត្រីតុលាការកំពូលប្រកាសសារិកាសំណុំរឿងប៉ុនប៉ងធ្វើឃាតមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីម្សិលមិញបន្ទាប់ពីតុលាការបានបញ្ចប់សវនកម្មសួរដេញដោលផ្ទាល់មាត់កាលពីដើមខែតុលាកន្លងទៅអតីតស្នងការនគរបាលរាជធានីភ្នំពេញលោកហេងពៅត្រូវបានតុលាការកំពូលសម្រេចឲ្យជាប់ទោស16ឆ្នាំពីបទជាប់ពាក់ព័ន្ធនឹងការធ្វើឃាតលោកសៅសុខាអ្នកនាងទេពសុរវីមានសេចក្តីរាយការណ៍អតីតស្នងការនគរបាលរាជធានីភ្នំពេញលោកហេងពៅមិនសុខចិត្តចំពោះការសម្រេចរបស់តុលាការកំពូលដោយបញ្ជាក់ថាលោកនឹងបន្តប្តឹងរឿងនេះទៅរដ្ឋសភានិងក្រុមប្រឹក្សានៃអង្គចៅក្រមឲ្យសាររើសំណុំរឿងប៉ុនប៉ងធ្វើឃាតលើលោកសៅសុខានេះឡើងវិញលោកហេងពៅប្រាប់អ្នកកាសែតក្រៅបន្ទប់សវនាការថាលោកមិនមានជំនឿទៅលើការកាត់ក្តីរបស់តុលាការកំពូលទេលោកបញ្ជាក់ថាលោកម៉ាក់ជីតូប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិជាអ្នកប្រឌិតរឿងនេះធ្វើបាបលោកហេងពៅបញ្ជាក់ថាលោកម៉ាក់ជីតូមានករណីជាច្រើនពាក់ព័ន្ធនឹងការបាញ់សម្លាប់មនុស្សហើយលោកគ្រងប្តឹងទៅរដ្ឋសភាជំរុញឲ្យតុលាការបើកការស៊ើបអង្កេតជុំវិញមិនដឹងរបស់គ្រួសារជនរងគ្រោះដែលបានប្តឹងលោកម៉ាក់ជីតូដែលត្រូវតុលាការផ្អាប់ទុកកន្លងមកករណីម៉ាក់ជីតូពីបទសម្លាប់មនុស្សជាច្រើនករណីដែលមានបណ្ដឹងនៅព្រះរាជអាជ្ញាក្រុងភ្នំពេញហើយព្រះរាជអាជ្ញាក្រុងភ្នំពេញមិនចាត់ការតាមផ្លូវច្បាប់ខ្ញុំនឹងប្តឹងសូមឲ្យរដ្ឋសភាអន្តរាគមន៍ឲ្យបើកការស៊ើបអង្កេតនៅតុលាការក្រុងភ្នំពេញហើយអំសំខេងមុនស្លាប់ប្រហែលជា 2-3 ឆ្នាំក៏បានប្តឹងដែរសូមឲ្យព្រះរាជអាជ្ញាចាត់ការបណ្ដឹងហ្នឹងតែគាត់យកគេទៅបាញ់សម្លាប់នៅមុខសាលាឃុីបាច្បារអំពៅណាលោកស្រីសុនសុភ័ណ្ឌដែលត្រូវជាប្អូនស្រីរបស់លោកហងវុធីនិងលោកហងវុថាដែលជាជនជាប់ចោទនៅក្នុងសំណុំរឿងប៉ុនប៉ងសម្លាប់លោកសៅសុខាឲ្យដឹងថាលោកម៉ាក់ជីតូជាអ្នកដឹកនាំសាច់រឿងនេះដើម្បីទម្លាក់កំហុសទៅលើបងប្រុសរបស់គាត់និងអ្នកពាក់ព័ន្ធឯទៀតលោកស្រីក៏មានគម្រោងដាក់ពាក្យបណ្ដឹងលោកម៉ាក់ជីតូទៅតុលាការដែររឿងដោយសាររឿងលោកម៉ាក់ជីតូទាំងអស់ដែលអ្នកមិនទឹកទាំងអស់ឲ្យមកជាប់ប្រកាន់តែគ្នាគាត់ 3-4 នាក់រួចតែម្នាក់ចាំបានន័យថាមិនខ្ញុំអត់យល់សោះហ្នឹងហើយតម្លាក់កំហុសលើបងខ្ញុំទាំងអស់ហងវុធីតាមការប៉ັດតែរឿងហ្នឹងទាំងអស់លោកម៉ាក់ជីតូអ្នកដឹកនាំទាំងអស់វិទ្យុស៊ីសេរីមិនអាចតាក់ទងលោកម៉ាក់ជីតូជុំវិញបញ្ហានេះបានទេនៅរសៀលថ្ងៃទី24តុលាសំណុំរឿងនេះសាលាដំបងរាជធានីភ្នំពេញបានចេញដីកាសន្និដ្ឋានកាលពីថ្ងៃទី3កុម្ភៈឆ្នាំ 2006ដោយចោទប្រកាន់លោកលីរ៉ាស៊ីអតីតនាយរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលលោកព្រំសោភិរិទ្ធអតីតប្រធានការិយាល័យព្រហ្មទណ្ឌ
លោកហងវុធានិងលោកហងវុធីហៅយមរាជលោកអំសំខេងពីបទប៉ុនប៉ងមនុស្សឃាតគិតទុកជាមុនបច្ចុប្បន្នលោកអំសំខេងបានស្លាប់នៅក្នុងពន្ធនាគាររីឯលោកហេងពៅជាប់ចោទពីបទផ្សំគំនិតប៉ុនប៉ងមនុស្សឃាតហើយតុលាការសម្រេចផ្តន្ទាទោសជាប់ពន្ធនាគារ16ឆ្នាំក្រៅពីនេះជាប់គុកម្នាក់15ឆ្នាំចៅក្រមជំនុំជម្រះតុលាការកំពូលលោកយូឧត្តរាប្រកាសសាលដីកាដោយសម្រេចរក្សាសាលក្រមសាលាឧទ្ធរណ៍ដដែលគឺឲ្យលោកហេងពៅជាប់ពន្ធនាគារ16ឆ្នាំលើកលែងទោសចំពោះលោកព្រំសោភិរិទ្ធចំណែកលោកលីរ៉ាស៊ីលោកហងវុធាជាប់ពន្ធនាគារ15ឆ្នាំរីឯលោកហងវុធីហៅយមរាជមិនបានប្តឹងសារទុកនោះទេយ៉ាងណាប្អូនស្រីលោកព្រំសោភិរិទ្ធដែលត្រូវតុលាការលើកលែងការចោទប្រកាន់នោះគិតថាការសម្រេចរបស់តុលាការកំពូលនេះគឺផ្ដល់យុត្តិធម៌ដល់បងប្រុសរបស់គាត់នាងខ្ញុំទេពសុរាវីវិទ្យុអស៊ីសេរីភ្នំពេញចំណែកព្រឹត្តិការណ៍នៅសាលាក្តីខ្មែរក្រហមឯនោះវិញសាលាដំបងបានប្រមានមេធាវីការពារក្តីឲ្យអតីតមេដឹកនាំខ្មែរក្រហមនួនជានិងខៀវសំផនថាបានប្រព្រឹត្តខុសវិជ្ជាជីវៈដោយដែលមានចែងនៅក្នុងវិធានផ្ទៃក្នុងការប្រមាននេះគឺបន្ទាប់ពីក្រុមមេធាវីបានធ្វើពហិការដោយចេញពីបន្ទប់សវនកម្មនៃសំណុំរឿង002វគ្គ2កាលពីពាក់កណ្ដាលខែតុលានិងអវត្តមានក្នុងកិច្ចប្រជុំរៀបចំសវនកម្មកាលពីថ្ងៃទី21ខែតុលាដែលតុលាការចាត់ទុកថាជាសកម្មភាពរារាំងកិច្ចដំណើរការនីតិវិធីអ្នកស្រីសូជីវីរាយការណ៍សាលាដំបងនៃសាលាក្តីខ្មែរក្រហមបង្គាប់ឲ្យក្រុមមេធាវីការពារលោកនួនជានិងលោកខៀវសំផនត្រូវចូលរួមកិច្ចប្រជុំរៀបចំសវនកម្មដែលគ្រោងនឹងធ្វើនៅថ្ងៃទី28ខែតុលាសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមបានបញ្ជាក់ថានោះគឺជាកិច្ចប្រជុំអសាធារណៈដែលជាឱកាសសំខាន់ឲ្យក្រុមមេធាវីជាពិសេសមេធាវីការពារអតីតប្រធានគណៈប្រធានរដ្ឋនៃរបបខ្មែរក្រហមគឺលោកខៀវសំផនពិភាក្សាបញ្ហាជាមួយសាលាក្តីឆ្លើយតបបញ្ហានេះមេធាវីជាតិការពារឲ្យលោកខៀវសំផនគឺលោកគង់សំអនហៅការព្រមាននេះថាជារឿងអយុត្តិធម៌ចំពោះក្រុមលោកថាក្រុមរបស់លោកមានហេតុផលគ្រប់គ្រាន់ក្នុងការចាក់ចេញពីសវនកម្មកាលពីថ្ងៃទី17ខែតុលាហើយថាហេតុផលចម្បងបំផុតនោះគឺក្រុមរបស់លោកតម្កល់ប្រយោជន៍កូនក្តីជាធំបន្ទុកមកលើយើងនេះវាសោះក្រោះពេកវាដូចជាអត់គ្មានមូលដ្ឋានច្បាស់លាស់ទេយើងកំពុងតែមានបណ្ដឹងចិត្តហ្នឹងនៅឡើយមិនទាន់សម្រេចហើយបែរជាតុលាការដដែលដែលយើងបណ្ដឹងចិត្តចិត្តគាត់ហ្នឹងមកសម្រេចដាក់ពមៀនមេធាវីទៀតអញ្ចឹងយើងមើលទៅវាឃើញដំណោះផលប្រយោជន៍ហ្នឹងដូចប្រទាំងប្រទេសគ្នារហូតបាទតុលាការនេះហាក់ដូចជាមិនបានពិចារណាថាខ្លួនឯងគ្មានសិទ្ធិសម្រេចទៅលើរឿងអស់ហ្នឹងទេពីព្រោះយើងអត់មានអីត្រូវខុសទេពីព្រោះយើងធ្វើទៅតាមការណែនាំរបស់កូនក្តីណាយើងអត់បានជំទាស់នឹងការអនុវត្តបើកសវនាការរបស់តុលាការនេះទេចង់ធ្វើក៏ធ្វើទៅប៉ុន្តែក៏យើងអត់មានធនធានគ្រប់គ្រាន់ដើម្បីមកចូលរួមយើងមិនមែនបោះបង់កូនក្តីយើងចោលទេគឺយើងទៅធ្វើកិច្ចការផ្សេងដើម្បីការពារផលប្រយោជន៍កូនក្តីរបស់យើងលោកគង់សំអននៅមិនទាន់បញ្ជាក់បានទេថាតើលោកនឹងទៅចូលរួមកិច្ចប្រជុំរៀបចំសវនកម្មទៅតាមការបង្គាប់របស់សាលាដំបងនេះឬយ៉ាងណានៅឡើយត្បិតលោកត្រូវជួបប្រជុំរកការសម្រេចរួមនៅក្នុងក្រុមជាមុនសិនវិទ្យុអាស៊ីសេរីនៅមិនទាន់អាចសូមរដ្ឋកម្មពីលោកសុនអរុនមេធាវីជាតិការពារអតីតប្រធានសភានៃរបបខ្មែរក្រហមលោកនួនជាបាននៅឡើយទេមន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហមលោកនេតភក្ត្រាមានប្រសាសន៍ថាសាលាក្តីនៅមិនទាន់បង្ហាញថាតើមានវិធានការយ៉ាងណានៅឡើយទេចំពោះក្រុមមេធាវីការពារប្រសិនបើពួកគាត់បន្តមិនចូលរួមប្រជុំតាមការបង្គាប់របស់សាលាដំបងមេធាវីការពារក្តីឲ្យជនជាប់ចោទខៀវសំផនតែងតែស្នើសុំឲ្យសាលាក្តីខ្មែរក្រហមសម្រេចលើសំណុំរឿង002វគ្គ1ឲ្យចប់សពគ្រប់សិនមុននឹងចាប់ផ្ដើមសំណុំរឿង002វគ្គ2ចំណែកជនជាប់ចោទនួនជាសូមឲ្យតុលាការបញ្ឈប់សវនកម្ម002វគ្គ2សិនមុននឹងមានសេចក្តីសម្រេចអំពីបណ្ដឹងដិតចិត្តរបស់លោកនាងខ្ញុំសុជីវីវិទ្យុអាស៊ីសេរីភ្នំពេញលោកនាងជាទីមេត្រីរណសិរ្សរំដោះជាតិខ្មែរបដិសេធការចោទប្រកាន់របស់សមាជិករដ្ឋាភិបាលក្រុងភ្នំពេញអំពីគម្រោងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាតើក្រុមនេះនឹងមានយុទ្ធសាស្ត្រយ៉ាងណាដើម្បីជួយដល់សមាជិកដែលត្រូវបានចាប់ខ្លួនកាលពីពេលថ្មីៗនេះលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍អំពីរឿងនេះនៅពេលបន្តិចទៀតនៅឯខេត្តសៀមរាបឯនោះវិញក្រុមសមាជិកសមាគមសភាមកពីតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីប៉ាស៊ីហ្វិកចំនួន26ប្រទេសកំពុងជួបប្រជុំថ្នាក់តំបន់រយៈពេល2ថ្ងៃចាប់ពីព្រឹកថ្ងៃសុក្រពិភាក្សាគ្នាដើម្បីស្វែងរកវិធានការលុបបំបាត់អំពើហិង្សាលើស្ត្រីនិងកុមារនៅក្នុងតំបន់ទាំងមូលប្រធានគណៈកម្មការសុខាភិបាលសង្គមគិច្ចអតីតយុទ្ធជនយុវនីតិសម្បទាការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ
និងកិច្ចការនារីនៃរដ្ឋសភាពីខាងគណៈបកប្រឆាំងអ្នកស្រីកែសវណ្ណរតន៍អ្នកស្រីមានប្រសាសន៍ថានៅក្នុងកិច្ចប្រជុំនោះគឺក្រុមសមាជិកសភាមកពីបណ្ដាប្រទេសជាច្រើនបានរកឃើញថាអំពើហិង្សាលើស្ត្រីនិងកុមារភាគច្រើនគឺកើតចេញពីការរើសអើងប៉ុន្តែនៅកម្ពុជាអំពើហិង្សាលើស្ត្រីនិងកុមារកើតឡើងដោយសារបញ្ហាទំនាស់ដីធ្លីការបណ្តេញចេញពីលំនៅឋាននិងការធ្វើចំណាកស្រុកជាដើមអ្នកស្រីបញ្ជាក់ថាដើម្បីដោះស្រាយបញ្ហានេះគឺត្រូវធ្វើការជាមួយសាលារៀនសមាគមមូលដ្ឋានក្រុមសាសនានិងជាមួយអ្នកមានឥទ្ធិពលនៅក្នុងតំបន់អំពើហិង្សានៅក្នុងប្រទេសកម្ពុជាកើតឡើងពីការរើសអើងអញ្ចឹងដើម្បីជោគជ័យទៅលើអំពើហិង្សាត្រូវលុបបំបាត់ការរើសអើងដោយគ្មានការប្រកាន់និន្នាការនយោបាយឬការប្រកាន់បកពួកពីព្រោះថាបើនៅតែមានការរើសអើងយើងមិនអាចធ្វើការជាមួយនឹងសហគមន៍នានាជាមួយនឹងសាលារៀនជាមួយនឹងសាសនាកន្លែងផ្សេងទៀតដែលកំពុងតែទទួលនឹងការរើសអើងនោះសភានៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍និងអាស៊ីប៉ាស៊ីហ្វិកបង្ហាញថានៅពេលណាដែលសង្គមមានការរើសអើងគឺការជួយអន្តរាគមន៍ចំពោះអំពើហិង្សាលើស្ត្រីនិងកុមារនៅតែមានកម្រិតលោកអ្នកនាងជាទីមេត្រីសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាឲ្យដឹងថាកម្ពុជានឹងចុះកិច្ចព្រមព្រៀង3សំខាន់ៗនៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃលោកប្រយុទ្ធច័ន្ទអូចាមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី30ដល់ថ្ងៃទី31សប្តាហ៍ក្រោយកិច្ចព្រមព្រៀងទាំងនោះគឺផ្ដោតទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យទេសចរណ៍លុបបំបាត់ការជួញដូរមនុស្សនិងកិច្ចការពារជនរងគ្រោះព្រមទាំងការផ្សារភ្ជាប់នៅផ្លូវដែករវាងប្រទេសទាំងពីរគេនៅមិនទាន់ដឹងថាតើប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងលើកយកសំណើនាយករដ្ឋមន្ត្រីថៃពីបទឈប់បាញ់សម្លាប់ពលរដ្ឋខ្មែរដែលឆ្លងដែនចូលទៅក្នុងទឹកដីថៃនោះដែរឬទេហើយបញ្ហាសំខាន់មួយទៀតដែលកម្ពុជានៅរេរានោះគឺការអនុវត្តសាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិលើចំនួនប្រាសាទព្រះវិហារដែលតុលាការបានសម្រេចឲ្យកងទ័ពថៃដកចេញពីតំបន់ប្រាសាទព្រះវិហារក៏នៅមិនទាន់អនុវត្តបានដែរទោះជាយ៉ាងណាក្នុងដំណើរទស្សនកិច្ចនេះលោកប្រយុទ្ធច័ន្ទអូចានឹងជួលគាល់ព្រះមហាក្សត្រខ្មែរហើយនឹងទៅគោរពរូបសំណាករបស់ព្រះបរមរតនកោដ្ឋសម្ដេចព្រះនរោត្តមសីហនុផងដែរចំណែកព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀតវិញព្រះសង្ឃប្រមាណ100អង្គប្រមូលផ្ដុំគ្នាក្នុងវត្តស្ទឹងមានជ័យកាលពីរសៀលថ្ងៃសុក្រដើម្បីចូលរួមទាមទារឲ្យព្រះចៅអធិការវត្តស្ដីទីហៅសាច់ញាតិរបស់ព្រះអង្គដែលត្រូវបានចោទប្រកាន់ថាប្រើអំពើហិង្សាទៅលើព្រះសង្ឃឲ្យមានរបួសធ្ងន់ធ្ងរចេញមកជួបដើម្បីដោះស្រាយករណីនេះប៉ុន្តែព្រះចៅអធិការស្ដីទីចោទប្រកាន់ទៅវិញថាគឺខាងភាគីព្រះសង្ឃទេដែលបានប្រព្រឹត្តអំពើហិង្សាលើសាច់ញាតិរបស់ព្រះអង្គហើយថាបញ្ហានេះគួរទុកឲ្យសមត្ថកិច្ចជាអ្នកដោះស្រាយលោកយើងសុជាមេតាមានសេចក្តីរាយការណ៍ព័ត៌មាននេះព្រះសង្ឃខ្មែរក្រោមព្រះតេជគុណសឿនហៃដែលអះអាងថាព្រះអង្គនិងព្រះសង្ឃពីរអង្គផ្សេងទៀតត្រូវបានប្អូនប្រុសនិងសាច់ញាតិរបស់ព្រះចៅអធិការស្ដីទីវត្តស្ទឹងមានជ័យព្រួតគ្នាវាយឲ្យរបួសកាលពីយប់ថ្ងៃទី23តុលាសម្ដែងការមិនសុខចិត្តហើយប្រកាសទាមទារឲ្យសាច់ញាតិព្រះចៅអធិការស្ដីទីចេញមកទទួលកំហុសនិងផ្ដល់សំណងដល់ព្រះសង្ឃរងរបួសព្រះតេជគុណសឿនហៃបានថ្លែងក្នុងពេលប្រមូលផ្ដុំនោះថាព្រះអង្គនិងព្រះសង្ឃពីរអង្គទៀតគឺព្រះតេជគុណយ៉ាងចន្ទថានិងព្រះតេជគុណថាច់សាងត្រូវបានប្អូនប្រុសបង្កើតនិងក្មួយប្រុសរបស់ព្រះចៅអធិការស្ដីទីព្រួតវាឲ្យរបួសក្រោយពីពួកគេបានស្រែកថាព្រះអង្គជាចៅប្លន់ម៉ូតូព្រះតេជគុណសឿនហៃមានធរដីកាបន្តថានៅពេលឮគេហៅព្រះអង្គជាចៅដូច្នេះព្រះតេជគុណយ៉ាងចន្ទថាក៏បាននិមន្តទៅសួរឬក៏ត្រូវបងប្អូនព្រះចៅអធិការដែលកំពុងផឹកស្រវឹងស្រាប់នោះយកចានវាយលើព្រះកេសព្រះតេជគុណយ៉ាងចន្ទថាបណ្ដាលឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរព្រះតេជគុណសឿនហៃមានធរដីកាថាករណីហិង្សានេះកើតឡើងក្រោមការបញ្ជារបស់ព្រះចៅអធិការស្ដីទីតែម្ដងហើយបើទើបនឹងបញ្ជាមនុស្សមកក្រុមមួយមកទៀតមកគប់លោកដែលជួយអាត្មានឹងគប់ជាមួយនឹងចានដែលគេកំពុងផឹកស្រាដែលកំពុងឆុងមីហូបពុកស្រានឹងគេមកគេគប់ធ្លាយក្បាលស្បែកក្បាលនឹងធ្លាយប្រកែនឹងប្រព័ន្ធនឹងចម្រោបពេលថ្នាំងដៃហើយរបបលើក្បាលធំធ្ងន់ធ្ងរហើយរបបកម្ពុជារបបប្រព័ន្ធនិងរបបស្មាធ្ងន់ធ្ងរហើយឡើយនេះរហូតមកដល់បច្ចុប្បន្ននេះព្រះអង្គនៅពេទ្យលីកដោមិនបាននិយាយគ្នាបានដល់ហើយទេព្រះតេជគុណសឿនហៃមានធរដីកាថាដើម្បីដោះស្រាយបញ្ហានេះព្រះចៅអធិការស្ដីទីត្រូវហៅប្អូនប្រុសនិងក្មួយរបស់ព្រះអង្គចេញមកទទួលខុសត្រូវសុំទោសនិងសងជំងឺចិត្តដល់ព្រះសង្ឃរងរបួសហើយត្រូវសន្យាថានឹងមិនប្រព្រឹត្តហិង្សាទៅលើព្រះសង្ឃនៅថ្ងៃខាងមុខទៀតជាការស្រេចទោះជាយ៉ាងណាព្រះចៅអធិការស្ដីទីព្រះនាមថៃប៊ុនធឿនច្រានចោលចំពោះការចោទប្រកាន់ដែលថាព្រះអង្គជាអ្នកបញ្ជាឲ្យបង្កអំពើហិង្សានេះឡើង
ផ្ទុយទៅវិញព្រះអង្គថាអ្នកដែលបង្កហេតុមុននោះគឺក្រុមខាងប្រតិជនស៊ិនហៃទៅវិញទេប៉ុន្តែព្រះអង្គថាបញ្ហានេះគួរទុកឲ្យសមត្ថកិច្ចជាអ្នកដោះស្រាយចុះការវិយុមិញនេះណាអាត្មាហ្នឹងអត់នឹងអង្គុយបងហ្នឹងអញ្ចឹងណាហើយជាម៉ោង7ប៉ុណ្ណឹងបងលោកស៊ឿនហៃជិះម៉ូតូដល់វាជិះម៉ូតូហ្នឹងអ្នកកង់3ហ្នឹងក៏គាត់ថាកុំឲ្យលោកជិះម៉ូតូដល់ពេលអញ្ចឹងកុំឲ្យជិះម៉ូតូលោកក៏ចុះក៏ទៅគាត់ទៅដល់ពេលបានបន្ទុះក្រោយមកស្រាប់តែលើកគ្នាមកវាយអ្នកកង់3អញ្ចឹងទៅណាបងដល់ពេលអញ្ចឹងក៏កើតរឿងព្រោះព្រះទៅបន្ទុះក្រោយមកលើកថាលោកនៅគាត់លោកមានរបួសហើយអាត្មាហ្នឹងក៏មិនដឹងថារបួសធ្ងន់នេះស្រាលដែរគាត់ប៉ុណ្ណឹងដល់ពេលលោកបង្ហោះ Facebook វាយអីហ្នឹងតែលោកចោទថាអាត្មាហ្នឹងអ្នកវិជាកម្លាំងឲ្យទៅវាយលោកណែវាទៅចេះវិញយ៉ាងណាក៏ដោយប្រជាជនថៃប៊ុនធឿនទទួលស្គាល់ថាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ហិង្សាជាមួយព្រះសង្ឃនោះគឺជាប្អូនប្រុសបង្កើតរបស់ព្រះអង្គក្រោយពីទាមទារឲ្យបងប្អូនប្រជាជនការស្ដីទីចេញមុខទទួលខុសត្រូវមិនបានសម្រេចប្រជាជនស៊ឿនហៃក៏បានធ្វើពាក្យបណ្ដឹងទៅកាន់អាជ្ញាធរមូលដ្ឋានឲ្យស្វែងរកយុត្តិធម៌ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតអង្គការលីកាដូលោកអំសំអាតដែលបានចុះទៅសាកសួរពីករណីហិង្សានេះដែរនោះថ្លែងថាសមត្ថកិច្ចត្រូវធ្វើការស៊ើបអង្កេតករណីនេះដើម្បីនាំយកអ្នកដែលបង្កហិង្សាមកផ្ដន្ទាទោសតាមច្បាប់កាលណាមានករណីបង្ករបួសស្នាមឬក៏ប៉ុនប៉ងមនុស្សជាតិឬក៏អីត្រូវតែសមត្ថកិច្ចធ្វើការស្រាវជ្រាវទៅបើឃើញត្រូវតែយកទៅអនុវត្តទៅតាមផ្លូវច្បាប់មិនមានអ្នកណាមួយអាចស្ថិតនៅក្រៅផ្លូវច្បាប់ថាបង្កឲ្យគេរបួសស្នាមធ្ងន់ធ្ងរហើយមិនអាចជាប់ពន្ធនាគារឬក៏មិនអាចអនុវត្តច្បាប់បានទេត្រូវតែអនុវត្តតាមផ្លូវច្បាប់មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យលោកម៉ៅសាវឿនថ្លែងពីចុះទៅទទួលពាក្យបណ្ដឹងរបស់ព្រះសង្ឃថាលោកនឹងធ្វើការស៊ើបអង្កេតនិងដោះស្រាយបញ្ហានេះតាមផ្លូវច្បាប់ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះខ្ញុំយាសុជាមេតាវັດឈូអាស៊ីសេរីភ្នំពេញលោកអ្នកនាងជាទីមេត្រីរីឯកម្មកររោងចក្រស្បែកជើងជួហួយនៅស្រុកជើងព្រៃខេត្តកំពង់ចាមរាប់រយនាក់បាននាំគ្នាសម្រុកចូលទៅក្នុងរោងចក្រតាមការសន្យារបស់ភាគីរោងចក្រថានឹងឲ្យកម្មករចាស់ប្រមាណ 2000 នាក់ចូលធ្វើការដោយដើមវិញកាលពីថ្ងៃសុក្រប៉ុន្តែខាងភាគីរោងចក្រមិនអនុញ្ញាតឲ្យពួកគាត់ចូលឡើយក្រោមហេតុផលថាមិនបានសន្យាថាឲ្យកម្មករចាស់ចូលធ្វើការវិញនោះទេគឺសម្រាប់តែកម្មករថ្មីប៉ុណ្ណោះកម្មករយល់ថានេះគឺជាការក្បត់សន្យារបស់ភាគីរោងចក្រទើបធ្វើឲ្យកម្មករសម្រុកចូលទៅក្នុងរោងចក្រដើម្បីទាមទារឲ្យមានការបកស្រាយកម្មការិនីនៅរោងចក្រជួហួយម្នាក់អ្នកស្រីខាន់កូឡាបអះអាងថាខាងរោងចក្រហាក់មិនមានបំណងដោះស្រាយបញ្ហារបស់ពួកគាត់និងបានរំលោភកិច្ចសន្យាជាមួយសហជីពស៊ីកាឌូដែលពិភាក្សាគ្នាកន្លងមកនោះខាងស៊ីកាឌូនោះឲ្យគាត់ចរចាទៅដើម្បីមានដំណោះស្រាយហើយកុំឲ្យយកពួកគាត់ជាតំណាងដែលជាគោរពទូទាំងប្រទេសហើយគាត់អត់មានគោរពកិច្ចសន្យាអញ្ចឹងខ្ញុំអត់ព្រមកម្មករទាំងអស់នេះគាត់ព្រមអញ្ចឹងបងបើគាត់មិនមានដំណោះស្រាយឲ្យពួកកម្មករនៅខាងក្រៅទេបានន័យថារោងចក្រនឹងមិនដំណើរការអាចបញ្ឈប់ឬក៏បាត់ចោលឬក៏សងលុយកម្មករមកទៅដល់ចាញ់នឹងគេអត់ព្រមនៅទេប៉ុន្តែពួកគាត់អត់មានបានគោរពកិច្ចសន្យាផងនឹងពជាពេលអស់រយៈពេលចុងក្បាល2ខែហើយអ្នកស្រីបន្ថែមថាខាងរោងចក្រថែមទាំងបានជួលមនុស្សប្លែកមុខជាច្រើនអ្នកដើម្បីបង្កបញ្ហាជាមួយកម្មករទៀតផងប៉ុន្តែមិនបានបណ្ដាលឲ្យកម្មករណាម្នាក់មានរបួសឡើយងាកទៅខេត្តព្រះសីហនុឯនោះវិញភ្ញៀវទេសចរជាតិនិងអន្តរជាតិបានត្អូញត្អែអំពីសកម្មភាពចោរកម្មកើតមានច្រើននៅតាមតំបន់ឆ្នេរមួយចំនួនក្នុងខេត្តនេះជាពិសេសនៅពេលរាត្រីហើយសមត្ថកិច្ចបង្ក្រាបមិនទាន់ពេលអភិបាលខេត្តព្រះសីហនុនិងស្នងការប៉ូលីសអះអាងថាពេលនេះមិនមានចោរកម្មកើតឡើងទេប៉ុន្តែទទួលស្គាល់ថាពិតជាបានកើតឡើងពីមុនមែនលោកដែនអយុធ្យារាយការណ៍ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិដែលបានទៅកំសាន្តខេត្តព្រះសីហនុបានរអ៊ូរទាំថាចោរលួចឬចោរឆក់កាបូបនិងសម្ភារៈផ្សេងបានកើតមានគួរឲ្យព្រួយបារម្ភនៅតាមតំបន់ឆ្នេរមួយចំនួននាខេត្តជាប់មាត់សមុទ្រមួយនេះជាពិសេសនៅពេលរាត្រីផ្ដើមពីបញ្ហានេះពួកគេក៏បានបង្ហាញអារម្មណ៍ខ្លាចរអាឬមិនហ៊ាននាំក្រុមគ្រួសារឬគូសង្សារទៅកំសាន្តតំបន់ឆ្នេរនៃខេត្តព្រះសីហនុទៀតទេនាថ្ងៃអនាគតភ្ញៀវទេសចរជនជាតិអង់គ្លេសម្នាក់ស្ថិតក្នុងចំណោមអ្នកទេសចរបរទេសច្រើនអ្នកផ្សេងទៀតបានឲ្យដឹងថាបទល្មើសចោរកម្មនៅតាមឆ្នេរខេត្តព្រះសីហនុកន្លងមករូបលោកធ្លាប់បានជូនដំណឹងទៅស្ថានទូតរបស់ខ្លួនប្រចាំប្រទេសកម្ពុជាឲ្យចេញសេចក្តីអំពាវនាវទៅជនជាតិអង់គ្លេសទាំងអស់ដែលចូលមកទស្សនាតំបន់ឆ្នេរនៃខេត្តព្រះសីហនុឲ្យប្រុងប្រយ័ត្នពីបញ្ហាសន្តិសុខនិងចោរកម្មជនបរទេសរូបនេះបង្ហាញអារម្មណ៍ខ្លាចរអាឬក៏រាងចាលកាលបើរូបលោកធ្លាប់ជួបប្រទះបទល្មើសចោរកម្មនៅតាមតំបន់ឆ្នេរនៃខេត្តព្រះសីហនុហើយសមត្ថកិច្ចមិនអាចបង្ក្រាបឬទប់ស្កាត់ឲ្យបានទាន់ពេលវេលា
សម្រាប់ភ្ញៀវទេសចរជាតិនិងអាជីវករលក់ដូរនៅតាមឆ្នេរមួយចំនួននៃខេត្តព្រះសីហនុបានទទួលស្គាល់ថាពិតជាមានចោរកម្មលួចម៉ូតូឬកាបូបនិងសម្ភារៈផ្សេងៗរបស់ភ្ញៀវទេសចរចូលមកទស្សនាតំបន់នេះពិតមែនពិសេសកើតមានទៅលើជនបរទេសដែលដើរកម្សាន្តពេលរាត្រីនៅតាមឆ្នេរអូឈើទាលជាដើមដើមពីកង្វល់នេះទាំងភ្ញៀវទេសចរជាតិនិងអាជីវករលក់ដូរនៅតាមឆ្នេរខេត្តព្រះសីហនុបានស្នើដល់សមាជិកគ្រប់ជំនាញត្រូវបង្កើនការយកចិត្តទុកដាក់ឬក៏ដាក់កម្លាំងប្រចាំការនៅពេលយប់និងថ្ងៃជាប្រចាំដើម្បីឃ្លាំមើលបទល្មើសផ្សេងៗឲ្យបានប្រសើរនាថ្ងៃអនាគតទាក់ទិនបញ្ហានេះលោកឧត្តមសេនីយ៍ត្រីសៀងកសលស្នងការនគរបាលខេត្តព្រះសីហនុបានអះអាងប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃសុក្រទី24ខែតុលាថាបច្ចុប្បន្ននេះបទល្មើសចោរឆក់ឬលួចកាបូបរបស់ភ្ញៀវទេសចរដែលមកកម្សាន្តតាមតំបន់ឆ្នេរនៃខេត្តព្រះសីហនុមិនមានទៀតទេប៉ុន្តែលោកទទួលស្គាល់ថាកន្លងមកបទល្មើសទាំងនេះធ្លាប់កើតមានឬធ្វើសកម្មភាពនៅតាមឆ្នេរមួយចំនួននៃខេត្តព្រះសីហនុពិតមែនលោកសៀងកសលសង្កត់ធ្ងន់ថាកម្លាំងសមត្ថកិច្ចបានដាក់ពង្រាយនៅតាមទីតាំងដែលធ្លាប់កើតមានចោរកម្មនៅតាមឆ្នេរអូឈើទាលឬឆ្នេរអូត្រេសជាដើមប៉ុន្តែក្នុងខេត្តតាឡានេះមិនមានរបាយការណ៍ជុំវិញបទល្មើសណាមួយកើតឡើងទៀតទេខ្ញុំតាមរដ្ឋប្រតិបត្តិនេះជាពលរដ្ឋជាប្រទេសណាបញ្ហានេះដែរលោកឈិតសខុនអភិបាលខេត្តព្រះសីហនុបានឲ្យដឹងដែរថាចោរលួចឬឆក់កាបូបរបស់ភ្ញៀវទេសចរដែលបានកើតមាននៅតាមឆ្នេរខេត្តព្រះសីហនុគឺភាគច្រើនជាកុមារមិនទាន់គ្រប់អាយុហើយមកតាមអាណាព្យាបាលដែលស្វែងរកការងារធ្វើនៅក្នុងខេត្តនេះលោកបន្តថាករណីនេះស្ថាប័នពាក់ព័ន្ធខេត្តបានសហការជាមួយអង្គការមលុបតាប៉ាងបានប្រមូលកុមារអនាថាទាំងនោះទៅធ្វើការអប់រំនិងគ្រប់គ្រងលោកថារហូតមកដល់ពេលនេះមិនមានក្មេងអនាថាដើរធ្វើសកម្មភាពលួចឬឆក់កាបូបភ្ញៀវទេសចរដូចពេលមុនទៀតឡើយតែឥឡូវយើងបានពង្រឹងហើយយើងក្មេងៗទាំងអស់ហ្នឹងយើងហៅវាមកបញ្ចូលវាអប់រំវាសហការយើងលុបតាំងទោះជាបែបនេះក្តីក្រុមអាជីវករដែលបើករបរលក់ដូរនៅពេលរាត្រីតាមឆ្នេរមួយចំនួននៃខេត្តព្រះសីហនុពិសេសឆ្នេរអូឈើទាលបានអះអាងថាបទល្មើសចោរលួចសម្ភារៈភ្ញៀវទេសចរពិសេសចោរលួចម៉ូតូដែលជនបរទេសជួលជិះត្រូវចោរលួចអស់ជាច្រើនគ្រឿងនឹងកើតឡើងជាបន្តបន្ទាប់នៅពេលរាត្រីហើយថាបទល្មើសទាំងនេះជនរងគ្រោះបានត្រឹមសម្រួលចេញថ្លៃសងសំណងទៅម្ចាស់ម៉ូតូដើម្បីបញ្ចប់សាច់រឿងហើយប៉ូលីសមូលដ្ឋានមិនបានផ្ដល់ព័ត៌មានឬក៏ជូនរបាយការណ៍ទៅថ្នាក់លើរបស់ខ្លួននោះទេដែលនាយកជាវិទ្យុអាស៊ីសេរីខេត្តព្រះសីហនុនៅឯស្រុកពីមជោខេត្តព្រៃវែងមានសេចក្តីរាយការណ៍មកថាជនជាតិវៀតណាមដែលរស់នៅក្នុងទឹកដីនៃតំបន់នោះគឺបានប្រើឧបករណ៍នេសាទខុសច្បាប់ធ្វើឲ្យពលរដ្ឋផ្សេងៗទៀតមិនអាចរកផលនេសាទបានប៉ុន្តែអាជ្ញាធរមូលដ្ឋានអះអាងថាពុំមានករណីនេសាទខុសច្បាប់ទ្រង់ទ្រាយធំឡើយលោកមុំសុផុនរាយការណ៍ព័ត៌មាននេះប្រជាពលរដ្ឋនៅក្នុងស្រុកពីមជោខេត្តព្រៃវែងបានឲ្យដឹងនៅថ្ងៃទី24ខែតុលាឆ្នាំ2014ថាជនជាតិវៀតណាមបានធ្វើនេសាទដោយដាក់ព្រួលនិងស្បៃមុងបាំងទន្លេក្បែរកោះថ្មីព្រំប្រទល់ឃុំព្រៃសម្បួរនិងឃុំកោះរកាលោកហ៊ុនសមុទ្រប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះបានថ្លែងឲ្យដឹងថាអ្នកនេសាទជនជាតិវៀតណាមនោះគឺបានដាក់របាំងព្រួលនិងស្បៃមុងដែលមានប្រវែងប្រមាណ100ម៉ែត្រធ្វើឲ្យពួកគាត់ជាអ្នកនេសាទលក្ខណៈគ្រួសារមិនអាចរកផលត្រីបានឡើយគាត់ដាក់ឧបករណ៍នេះជាឧបករណ៍មួយដែលធ្វើឲ្យមិច្ឆាជាតិអន្តរទៅថ្ងៃខាងមុខយកឧបករណ៍ចាប់ត្រីហ្នឹងវាគឺថាលក្ខណៈទ្រង់ទ្រាយធំហើយมันអាចចរាចរបានទេចេញចូលព្រោះខែនេះខែត្រីទៅទន្លេអញ្ចឹងទៅហើយគាត់ដាក់ទឹកហ្នឹងទៅឲ្យត្រីចូលស្បៃឧបករណ៍របស់គាត់ហ្នឹងតែម្ដងបាទចេញអត់រួចទេព្រោះមកមូលនៅនឹងម្ដងចោមានតែមួយហ្នឹងវាមិនអាចចេញកណារួចទេប្រជាពលរដ្ឋបានបញ្ជាក់ទៀតថាសកម្មភាពនេសាទល្មើសនេះគឺទើបតែបានធ្វើក្នុងរយៈពេល2ឬ3ថ្ងៃកន្លងមកនេះប្រជាពលរដ្ឋបានចោទប្រកាន់មេប៉ុស្តិ៍រដ្ឋបាលឃុំព្រៃសម្បួរថាជាអ្នកនៅក្រោយខ្នងនៃសកម្មភាពធ្វើនេសាទបាំងដៃទន្លេនេះក៏ប៉ុន្តែលោកមានចន្ទថាមេប៉ុស្តិ៍រដ្ឋបាលឃុំព្រៃសម្បួរបានបដិសេធការចោទប្រកាន់នេះថាមិនមែនជាការពិតដោយរូបគាត់មិនជាប់ពាក់ព័ន្ធក្នុងការធ្វើនេសាទនោះឡើយលោកបានបញ្ជាក់ទៀតថាការនេសាទរបស់ប្រជាពលរដ្ឋទូទៅនៅតាមព្រែកនិងដៃទន្លេមេគង្គនោះគឺមានខ្លះមែនដោយធ្វើនេសាទជាលក្ខណៈគ្រួសារទាំងប្រជាពលរដ្ឋខ្មែរនិងជនជាតិវៀតណាមក៏ប៉ុន្តែមិនមានទ្រង់ទ្រាយធំនោះទេខ្មែរយើងក៏មានដាក់ដែរប៉ុន្តែគេដាក់ហ្នឹងគឺគេដាក់ទិញតិចអាចចាយទៅលើមេកង់យើងគេដាក់ទិញតិចមកដូចថា4-10ម៉ែត្រតាមរៀងរកពីដាក់ព្រួលបងព្រួលយើងព្រួលអាស័យហ្នឹងគេរាំងហ្នឹងមិនមែនជារាំងដែងពូនស្បៃមុងទេហ្នឹងហើយមិនមែនជាប្រកាសអីទលេអីដូចថាក្នុងឡូថាដាក់ស្ទឹងអីមែនទេដូចថាគាត់ដាក់អញ្ចឹងទៅមិនដាក់4-10ម៉ែត្រអីចឹងទៅគេបើកដូចថាហ្នឹងគេដាក់1/4អញ្ចឹងនៅដៃទន្លេហ្នឹងគេដាក់ណាបង
ទោះយ៉ាងណាមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថាភាគច្រើននៃអំពើល្មើសច្បាប់ក្នុងរបបនេសាទនេះគឺមានក្រុមអាជ្ញាធរដែនដីមន្ត្រីជំនាញដែលពាក់ព័ន្ធជាអ្នកធ្វើខ្នងបង្អែកនៃការប្រមូលផលនេសាទនោះអាជ្ញាធរឬមន្ត្រីជំនាញជាអ្នកអនុវត្តច្បាប់គួរតែធ្វើគំរូដល់ប្រជាពលរដ្ឋស្របពេលដែលរដ្ឋាភិបាលកំពុងតែធ្វើកំណែទម្រង់នោះលោកឆេងសុភ័ក្រមន្ត្រីស៊ើបអង្កេតអង្គការលីកាដូបានថ្លែងថាសមត្ថកិច្ចជំនាញគួរតែទៅពិនិត្យមើលចំពោះឧបករណ៍នេសាទដែលរដ្ឋបានអនុញ្ញាតឲ្យនេសាទនៅតាមតំបន់ឬតាមកម្រិតនៃការនេសាទនោះថាត្រឹមត្រូវឬផ្ទុយនឹងច្បាប់បានកំណត់ស្ថាប័នពាក់ព័ន្ធផ្សេងៗឬក៏ខាងជលផលឬក៏ខាងនេសាទហ្នឹងគួរតែបីសម្លឹងមើលអានោះហើយយើងស្រាវជ្រាវថាតើមូលហេតុអីបានជានៅតំបន់ហ្នឹងប្រព្រឹត្តបទល្មើសនេសាទដែលខុសច្បាប់ហើយគ្មានអ្នកណាចាប់ឬក៏ទៅហាមឃាត់ទៅនៅតំបន់ផ្សេងៗគេចាប់គេហាមឃាត់គេព្រមនឹងគេដុតចោលនៅអាសម្ភារៈដែលខុសច្បាប់ហ្នឹងអញ្ចឹងយើងអាចមើលថាតើនៅតំបន់នោះមានអ្នកណាខ្លះដែលបើកដៃឲ្យអញ្ចឹងអ្នកដែលចូលរួមឲ្យប្រព្រឹត្តបទល្មើសក៏ត្រូវទទួលទោសដែរប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះបានថ្លែងឲ្យដឹងថាការធ្វើនេសាទដោយប្រើឧបករណ៍ខុសច្បាប់នោះគឺបានកើតឡើងជារឿយៗក៏ប៉ុន្តែមិនសូវឃើញមានអាជ្ញាធរដែនដីឬសមត្ថកិច្ចជំនាញចុះទៅបង្ក្រាបឡើយខ្ញុំមុំសុផុនវុទ្ធុអាស៊ីសេរីរាយការណ៍ពីខេត្តព្រៃវែងតាក់ទងទៅនឹងករណីនេះដែរនៅស្រុកពីមជោដដែលគឺមានក្រុមមន្ត្រីសង្កាត់រដ្ឋបាលជលផលអាជ្ញាធរដែនដីព្រមទាំងសហគមន៍នេសាទបានចុះទៅបង្ក្រាបបទល្មើសនេសាទនៅឃុំព្រែកក្របៅកាលពីថ្ងៃសុក្រក៏ប៉ុន្តែក្រុមអ្នកភូមិដែលមានរបរនេសាទនៅតំបន់នោះឲ្យដឹងថាការចុះបង្ក្រាបនោះធ្វើឡើងមិនចំគោលដៅទោះជាយ៉ាងណាវិទ្យុអាស៊ីសេរីនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយពីលទ្ធផលនៃការបង្ក្រាបបទល្មើសនេសាទលើករណីនេះឡើយលោកអ្នកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington សហរដ្ឋអាមេរិកសូមលោកអ្នកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពិស្ដារផ្សេងៗទៀតនៅពេលបន្តិចទៅនេះលោកអ្នកនាងជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ស្ដីអំពីប្រធានរណសិរ្សរំដោះជាតិខ្មែរបដិសេធការចោទប្រកាន់របស់សមាជិកទីក្រុងភ្នំពេញដែលចោទថាមានគម្រោងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាក្រមជនជាដើមភាគតិចភ្នងបារម្ភអំពីការផ្ដាល់ដីសម្បត្តិសេដ្ឋកិច្ចដល់វៀតណាមរោងចក្រផលិតជីគីមីសញ្ញាផ្កាយ5របស់វៀតណាមក្នុងខេត្តកណ្ដាលបានសាយភាយក្លិនស្អុយប៉ះពាល់ដល់ការដកដង្ហើមរបស់ពលរដ្ឋជនជាតិជប៉ុនម្នាក់បានទទួលប័ណ្ណសរសើរពីក្រសួងការបរទេសជប៉ុនអំពីស្នាដៃផលិតសូត្រខ្មែរមានគុណភាពល្អហើយនៅចុងក្រោយគឺជាព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងស្ដាប់កម្មវិធីផ្សាយរបស់យើងខ្ញុំជាបន្តទៅទៀតដោយមេត្រីបទសម្ភាសន៍លោកសំសេរីប្រធានរណសិរ្សរំដោះជាតិខ្មែរបដិសេធការចោទប្រកាន់របស់សមាជិករដ្ឋាភិបាលក្រុងភ្នំពេញដែលបានចោទថារណសិរ្សរបស់លោកមានគម្រោងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាលោកសំសេរីដែលកំពុងភៀសខ្លួននៅបរទេសពីការតាមចាប់ខ្លួនរបស់សមាជិកកម្ពុជានោះមានប្រសាសន៍ពីប្រទេសមួយថារណសិរ្សរបស់លោកប្រកាន់គោលការណ៍អហិង្សានិងតស៊ូដើម្បីឲ្យមានការផ្លាស់ប្ដូរនៅកម្ពុជាសូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍របស់លោកយុនសាមៀនជាមួយលោកសំសេរីស្ដីពីប្រតិកម្មរបស់លោកតបទៅនឹងការឃាត់ខ្លួនសមាជិករណសិរ្សរំដោះជាតិខ្មែរបាទជំរាបសួរលោកសំសេរីបាទជំរាបសួរលោកយុនសាមៀនបាទសមាជិករបស់លោកចំនួន10នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃពុធនិងថ្ងៃពហុដោយចោទប្រកាន់ថាពាក់ព័ន្ធទៅនឹងគម្រោងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាតើលោកមានប្រតិកម្មអ្វីខ្លះដែរចំពោះការឃាត់ខ្លួននេះបាទខ្ញុំពិតជាមានការសោកស្ដាយចំពោះការឃាត់ខ្លួននេះពីព្រោះថារណសិរ្សរំដោះជាតិខ្មែររបស់យើងខ្ញុំនេះគ្មានគម្រោងទៅផ្ដួលរំលំរដ្ឋាភិបាលទេគឺថាយើងធ្វើដោយសន្តិវិធីដោយតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទីក្រុងប៉ារីហើយអ្វីដែលយើងគម្រោងនឹងធ្វើបាតកម្មនៅមុខស្ថានទូតវៀតណាមដើម្បីទាមទារឲ្យប្រទេសវៀតណាមគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីនេះក៏យើងធ្វើដោយសន្តិវិធីដែរអញ្ចឹងយើងអត់មានគម្រោងអត់មានកម្លាំងណារហូតដល់ផ្ដួលរំលំរដ្ឋាភិបាលខ្មែរហើយនិងរដ្ឋាភិបាលវៀតណាមទេកម្លាំងតែ10នាក់ប៉ុណ្ណឹងនោះបាទអត់មានអីដែលទៅផ្ដួលរំលំរដ្ឋាភិបាលបានទេបាទនេះគឺជាការចោទប្រកាន់ដើម្បីទម្លាក់កំហុសមកឲ្យសមាជិករបស់យើងខ្ញុំដើម្បីគេដាក់ទោសយកទៅដាក់ពន្ធនាគារតែប៉ុណ្ណោះបាទតើស្ថានភាពសមាជិករបស់លោកទាំង10នាក់នេះមកទល់ពេលនេះមានស្ថានភាពយ៉ាងណាហើយបាទតាមដែលខ្ញុំទទួលបានព័ត៌មាននោះគឺថាក្រោយពីការចាប់ខ្លួនសមាជិករបស់ខ្ញុំបានស្វែងរកការគាំទ្រពីបណ្ដាស្ថាប័នសិទ្ធិមនុស្សជាតិនិងអន្តរជាតិដូចជាខាង Human Rights Watch ខាងសិទ្ធិមនុស្សលីកាដូហើយនិងអង្គការសហជីវជាតិ
ហើយនឹងបណ្ដាស៊ូដូចជាសហរដ្ឋអាមេរិកទូតដាណឺម៉ាកនិងសហគមន៍អឺរ៉ុបហើយក៏មានការឆ្លើយតបហើយគេនឹងស្វែងរកមេធាវីដើម្បីជួយជនរងគ្រោះទាំងអស់ហ្នឹងហើយខ្ញុំបានទូលនឹងថាកាលពីម្សិលមិញគឺឃុំខ្លួននៅស្នងការរាជធានីភ្នំពេញហើយក្រោយមកគឺថ្មីនេះថាបានបញ្ជូនទៅព្រៃសរហើយបាទតើលោកអាចរៀបរាប់សកម្មភាពរបស់សមាជិកលោកកាលពីថ្ងៃពុធនិងថ្ងៃពហុតើពួកគេធ្វើអ្វីខ្លះដែរបានមានការចាប់ខ្លួននោះតាមកំពិតទៅគឺនៅថ្ងៃពុធហ្នឹងគឺថាយើងបានប្រមូលកម្លាំងមកពីតាមខេត្តដូចជាមកពីខេត្តព្រះវិហារមកពីខេត្តបាត់ដំបងហើយនឹងនៅទីក្រុងភ្នំពេញដើម្បីជួបប្រជុំគ្នាក្រុងធ្វើបាតកម្មនៅថ្ងៃ23 ហើយនឹងដូចថាថ្ងៃ22ហ្នឹងក៏យើងសមាជិករបស់យើងលោកឆាយវិនហ្នឹងក៏លោកបានចែកខិតប័ណ្ណដើម្បីផ្សព្វផ្សាយអំពីនីតិប្រជាពលរដ្ឋចូលរួមបាតកម្មនៅមុខស្ថានទូតយួនហ្នឹង$23ចាប់តែថ្ងៃ$23ពេលព្រឹកហ្នឹងក៏សមាជិករបស់យើងទាំងអស់ហ្នឹងក៏បានទៅរួមផ្ដុំគ្នានៅមុខស្តុកបូកូដើម្បីនឹងឈានចូលទៅបាតកម្មនៅមុខស្ថានទូតវៀតណាមតែអកុសលគឺសមត្ថកិច្ចគេក៏បានចាប់គាត់ខ្លួនដោយគេចោទថានឹងបង្កអំពើហិង្សាបាទតាមខ្ញុំទទួលព័ត៌មានពីសមាជិកខ្ញុំហ្នឹងគេថាអត់អីទេអនុញ្ញាតឲ្យធ្វើបានណាហើយគាត់ក៏បំរុងថានឹងទៅធ្វើទៅបាតកម្មមុខនឹងប៉ុន្តែតែគេថាទៅស្នងការសិនចាំនិយាយគ្នាសិនចាំមកធ្វើបាទហើយដល់ពេលអញ្ចឹងពួកគាត់ប្រហែលជាចាញ់លបួងរបស់សមត្ថកិច្ចហ្នឹងបានត្រូវបានគេចាប់គាត់ខ្លួនដោយមិនបានធ្វើបាតកម្មហ្នឹងបាទតើការបង្កើតរណសិរ្សរបស់លោកនឹងមានបំណងធ្វើអ្វីខ្លះដែរបាទក្នុងការបង្កើតរណសិរ្សរបស់ជាតិខ្មែរនេះគឺថាយើងមានគោលបំណងស្វែងរកយុត្តិធម៌និងសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យជូនប្រជាពលរដ្ឋខ្មែរដោយយើងផ្ដែកទៅលើច្បាប់អន្តរជាតិនិងសន្ធិសញ្ញាទីក្រុងប៉ារីហើយយើងបានដាក់ពាក្យបណ្ដឹងទៅតុលាការក្រឹតកម្មអន្តរជាតិ ICC ដើម្បីឲ្យតុលាការ ICC នឹងជួយស្វែងរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋខ្មែរដែលរងគ្រោះនៅក្នុងរបបកុម្មុយនីសហ៊ុនសែនដែលគេបានប្រព្រឹត្តអក្រកម្មរយៈពេល35ចុងក្រោយនេះបាទនេះគឺជាចំណុចមួយដែលរណសិរ្សបានធ្វើហើយបន្តមកទៀតគឺបដោតទៅលើកិច្ចព្រមព្រៀងទីក្រុងប៉ារីហ្នឹងដោយឃើញថាប្រទេសវៀតណាមនិងរបបលោកហ៊ុនសែនហ្នឹងគឺរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីដូចជាការបណ្ដោះកងទ័ពចេញពីប្រទេសខ្មែរដូចជាការបោះបង្គោលព្រំដែនថ្មីដូចជាបាត់កោះត្រល់បាទដែលរំលោភទៅលើអធិបតេយ្យភាពប្រទេសខ្មែរដូចជាសន្ធិសញ្ញាបំពេញថែនឆ្នាំ2005និងការរំលោភសិទ្ធិមនុស្សនោះគឺកត្តាទាំងអស់នេះគឺជាផ្ទុយទៅនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីអញ្ចឹងហើយបានយើងលើកយកកិច្ចព្រមព្រៀងទីក្រុងប៉ារីនេះសម្រាប់ជាដំណោះស្រាយជូនដល់ពលរដ្ឋខ្មែរដើម្បីឲ្យបានសន្តិភាពពិតប្រាកដនេះគឺជាគោលពីរធំនេះគឺជាអ្វីដែលរណសិរ្សរបស់ខ្មែរនឹងសម្រាប់ស្វែងទៅរកដំណោះស្រាយជូនប្រជាពលរដ្ឋខ្មែរឲ្យមានសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យបាទកន្លងមកតុលាការរាជធានីភ្នំពេញក៏ធ្លាប់បានកាត់ទោសលោកឲ្យជាប់ពន្ធនាគារ9ឆ្នាំដោយចោទប្រកាន់លោកថាជាក្រុមប្រដាប់អាវុធដែលមានបំណងផ្ដួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនតើលោកយល់យ៉ាងណាដែរការចោទប្រកាន់មិនពិតទេពីព្រោះថាអត់មានភស្តុតាងអីជាក់លាក់ដើម្បីដាក់បន្ទុកឲ្យយើងខ្ញុំថាមានប្រើប្រាស់ប្រដាប់អាវុធឬក៏ប្រើអំពើហិង្សាទេពីព្រោះថារណសិរ្សយើងខ្ញុំនេះប្រើតែច្បាប់អន្តរជាតិប្រើតែសភៅខិត្តប័ណ្ណណាដោយសន្តិវិធីទេអញ្ចឹងគឺអ្វីដែលគេចោទប្រកាន់នោះគឺជារឿងមិនពិតទេបាទនៅក្នុងរូបភាពមួយដែលសមត្ថកិច្ចបានដាក់នៅក្នុងគេហទំព័រអគ្គស្នងការនគរបាលជាតិនោះបង្ហាញថាលោកបានស្លៀកពាក់ជាយោធានិងមានអាវុធថែមទៀតតើរូបនេះពិតប្រាកដដែរទេបាទតាមការពិតទៅគឺថារណសិរ្សរបស់យើងខ្ញុំនេះទើបតែបង្កើតឆ្នាំ2012ទេហើយរូបថតហ្នឹងគឺតាំងពីប្រហែលជាក្នុងឆ្នាំ2001ឬក៏2002ម្ដងទេព្រោះកាលហ្នឹងគឺលោកសំអែកគាត់ធ្វើការនៅក្នុងរដ្ឋាភិបាលដែរនៅក្នុងពន្ធបិចគាត់ជាមេទ័ពអញ្ចឹងរូបថតហ្នឹងខ្ញុំមិនដឹងថាគេបានមកពីណាទេប៉ុន្តែអ្វីដែលយើងទើបតែបង្កើតឆ្នាំ2012នេះគឺអត់មានអ្វីដែលយើងប្រើប្រាស់ប្រដាប់អាវុធទេបាទហេតុអីបានជាលោកស្លៀកពាក់ឯកសណ្ឋានជាយោធាកាលហ្នឹងគឺថាខ្ញុំមានភ័ក្ររៀននៅសាលាវឹកវើនៅផ្នែកនីតិហ៊ានហ្នឹងខ្ញុំទៅលេងមិត្តភ័ក្តិរបស់ខ្ញុំហើយក៏ខ្ញុំបានស្លៀកពាក់ជាយោធាហ្នឹងជាមួយមិត្តភ័ក្តិរបស់ខ្ញុំហើយលោកសំឯងហ្នឹងក៏គាត់ជាមេទាហាននៅទីហ្នឹងបាទតើលោកមានសំណុំពរអ្វីខ្លះដែរទេចំពោះសមត្ថកិច្ចដែលឃាត់ខ្លួនសមាជិករបស់លោកទាំង10នាក់នោះបាទខ្ញុំសំណូមពរឲ្យដោះលែងសមាជិកទាំងអស់ហ្នឹងវិញពីព្រោះថាពួកគេគ្មានកំហុសអីទេអ្វីដែលយើងធ្វើនេះគឺស្របតាមច្បាប់អន្តរជាតិនិងរដ្ឋធម្មនុញ្ញនៃប្រទេស
ខ្មែរដែលនិយាយពីសិទ្ធិសេរីភាពរបស់ខ្មែរមានសិទ្ធិធ្វើនយោបាយសិទ្ធិក្នុងការបញ្ចេញមតិក្នុងការប្រមូលផ្ដុំបាតកម្មអីផ្សេងៗអញ្ចឹងអ្វីដែលរណសិរ្សធ្វើនេះគឺស្របតាមច្បាប់ទេហើយពួកគេគ្មានគំនិតក្នុងការបង្កហិង្សាទេអញ្ចឹងសូមឲ្យសមត្ថកិច្ចទាំងអស់គឺជួយដោះលែងសមាជិកទាំងអស់ឲ្យមានសេរីភាពសារឡើងវិញបាទតើលោកមានអ្វីបន្ថែមជាចុងក្រោយទេបាទជាចុងក្រោយនេះគឺថាខ្ញុំសូមអំពាវនាវដល់អង្គការសិទ្ធិមនុស្សនិងអន្តរជាតិអង្គការសហជីវជាតិសូមជួយអន្តរាគមន៍ធ្វើយ៉ាងម៉េចឲ្យសមាជិករបស់រណសិរ្សរបស់ជាតិខ្មែរនឹងមានសិទ្ធិសេរីភាពដោយប្រជាពលរដ្ឋទូទៅសារឡើងវិញពីព្រោះគេគ្មានកំហុសអីទេបាទគឺជាប្រជាពលរដ្ឋធម្មតាដូចយើងដែរបាទសូមអរគុណបាទអរគុណលោកសំសេរីបាទសូមអរគុណលោកយុនសាមៀនបាទលោកអ្នកនាងទើបបានស្ដាប់បទសម្ភាសន៍របស់លោកយុនសាមៀនជាមួយលោកសំសេរីស្ដីពីប្រតិកម្មរបស់លោកតបទៅនឹងការខាត់ខ្លួនសមាជិករណសិរ្សរំដោះជាតិខ្មែរសេចក្តីរាយការណ៍ពិស្ដាពលរដ្ឋជនជាដើមភាគតិចភ្នងក្នុងខេត្តក្រចេះអះអាងថាក្រុមហ៊ុនសម្បត្តិសេដ្ឋកិច្ចវៀតណាមមួយនៅតែបន្តឈូសឆាយតំបន់ព្រៃឈើសហគមន៍បើទោះបីមន្ត្រីអាជ្ញាធរខេត្តសន្យាថាក្រុមហ៊ុននេះផ្អាកការឈូសឆាយដើម្បីរងចាំដោះស្រាយចំពោះការតវ៉ារបស់ពលរដ្ឋរួចរាល់ក៏ដោយអ្នកភូមិប្រមានថានឹងលើកគ្នាទៅរឹបអូសគ្រឿងចាក់ជាថ្មីទៀតប្រសិនបើក្រុមហ៊ុននៅតែបំពានការសន្យាលោករដ្ឋាភិបាលរាយការណ៍ប្រជាពលរដ្ឋភូមិផ្អៀអំពាវនាវឲ្យអាជ្ញាធរខេត្តក្រចេះបញ្ឈប់សកម្មភាពឈូសឆាយព្រៃឈើសហគមន៍ពីសំណាក់ក្រុមហ៊ុនដងទីសៃកនប៊ិញភឿកហើយបន្តដោះស្រាយបញ្ចប់ការតវ៉ារបស់ប្រជាពលរដ្ឋការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីតំណាងអាជ្ញាធរខេត្តគឺអភិបាលរងលោកវ៉ាថនបានសន្យាថានឹងដោះស្រាយបញ្ហាខណៈតំណាងប្រជាពលរដ្ឋភូមិផ្អៀកាលពីថ្ងៃទី6ខែតុលាបានដាក់ញត្តិតវ៉ាជូនអាជ្ញាធរខេត្តតំណាងប្រជាពលរដ្ឋលោកឃីមឌឿនក៏សម្គាល់ថារយៈពេលជាង20ថ្ងៃកន្លងទៅមន្ត្រីខេត្តមិនទាន់បានចុះដោះស្រាយបញ្ហាជូនពលរដ្ឋនោះទេចំណែកក្រុមហ៊ុននៅតែបន្តឈូសឆាយប៉ះពាល់ព្រៃសហគមន៍កាន់តែច្រើនឡើងលោកបន្តថាអ្នកភូមិនឹងប្រមូលគ្នាទៅបញ្ឈប់គ្រឿងចាក់ប្រសិនក្រុមហ៊ុនមិនគោរពកិច្ចសន្យារវាងអាជ្ញាធរនិងពលរដ្ឋគុំនឹងក៏ត្រូវជើងត្រូវដៃគ្នាហើយអត់មានដោះស្រាយទេបើយើងនិយាយពីបញ្ហានេះគេជំទាស់ជាមួយប្រជាពលរដ្ឋចំណែកតំណាងពលរដ្ឋមួយរូបទៀតគឺលោកខីយុនរៀបរាប់ដែរថាក្រុមអាជ្ញាធរមូលដ្ឋានមិនបានយកចិត្តទុកដាក់ជួយការពារផលប្រយោជន៍ពលរដ្ឋនោះទេបើទោះបីក្រុមហ៊ុនរំលោភបំពានលើសិទ្ធិរស់នៅរបស់ពលរដ្ឋយ៉ាងណាក្តីលោកបន្តថាក្រុមហ៊ុនគឺជាអ្នករំលោភកិច្ចព្រមព្រៀងកំណត់ព្រំដីសម្បត្តិនិងដីអភិរក្សរបស់ពលរដ្ឋហើយនេះទើបពលរដ្ឋមិនព្រមទទួលយកដំណោះស្រាយលំអៀងដែលកាត់ដីសហគមន៍ផ្ដាល់ឲ្យក្រុមហ៊ុននោះអាជ្ញាធរទាំងអស់នឹងមិនបានសិក្សាពីប្រជាពលរដ្ឋច្បាស់លាស់ទេចំណែកខាងក្រុមហ៊ុនក៏យ៉ាងដែរអញ្ចឹងគេសម្រេចតែគ្នាគេប្រជាពលរដ្ឋអត់សុខចិត្តទេធ្វើអញ្ចឹងមកដោះស្រាយនឹង8 9ដងគ្រាន់តែឲ្យម្ដង50ម៉ែត្រឲ្យម្ដង200ម៉ែត្រជាបរិបទដាច់ខាតអត់ព្រមព្រៀងទេយកអូ5ធ្វើបាយត្រីទៅអូកាឡាបកុល20អានឹងជាចំណុចគោលការណ៍ប្រជាបរិបទដែលត្រូវការកាលពីថ្ងៃទី3ខែតុលាអ្នកភូមិ62នាក់បាននាំគ្នាទៅហាមឃាត់មិនឲ្យគ្រឿងចាក់ឈូសឆាយដីតទៅទៀតក៏ប៉ុន្តែអ្នកភូមិមិនបានប្រើអំពើហិង្សាអ្វីក្នុងការតវ៉ានោះទេឆ្លើយតបការលើកឡើងនេះមេឃុំថ្មីលោកមុំខំអះអាងថាក្រុមហ៊ុនមិនបានឈូសឆាយតំបន់ហាមឃាត់តាមកិច្ចសន្យារវាងអាជ្ញាធរនិងពលរដ្ឋនោះទេគឺឈូសឆាយលើដីដែលគ្មានទំនាស់ប៉ុណ្ណោះលោកថ្លែងថាក្នុងនាមអាជ្ញាធរមូលដ្ឋានលោកចាត់ទុកផលប្រយោជន៍ប្រជាពលរដ្ឋជាបញ្ហាសំខាន់ដែលអាជ្ញាធរមានភារកិច្ចការពារជូនប្រជាពលរដ្ឋហើយកន្លងទៅអាជ្ញាធរបានកាត់ដីជាង 2000 ហិកតាខាងកើតនិងខាងជើងភូមិនិងដីជិត600 ហិកតាទៀតនៅខាងកើតភូមិតាមសំណើពលរដ្ឋប៉ុន្តែអ្នកភូមិបានបន្តទាមទាររក្សាទុកដីធំហួសការស្នើសុំលោកអំពីនីវឲ្យប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់អំពើខុសច្បាប់បញ្ឈប់គ្រឿងចាក់ក្រុមហ៊ុនហើយចូលរួមពិភាក្សាជាមួយអាជ្ញាធរដោះស្រាយបញ្ចប់បញ្ហានេះជាអ្នកការពារប្រជាពលរដ្ឋមិនឲ្យបាត់បង់សមត្ថភាពរបស់ប្រជាពលរដ្ឋទេប៉ុន្តែប្រជាពលរដ្ឋឲ្យស្របនឹងច្បាប់ខ្ញុំធានាឲ្យចំការបង្ហាញចកន្លែងកប់ខ្មោចទីសក្ការៈមកប្រជាពលរដ្ឋគឺខ្ញុំធានាការពារប៉ុន្តែតំបន់ណាដែលមានដែលយើងកប់ជាប់ពីមុនមកហើយមកអន្តរប្រការក្រុមនេសាទពីម្សិលថ្ងៃខ្ញុំទៅធ្វើមិនកើតក្រសួងកសិកម្មបានផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចឲ្យក្រុមហ៊ុនដងទីសៃកនប៊ិញភឿកជាង 6000 ហិកតានៅស្រុកចិត្តបុរីកាលពីឆ្នាំ 2007បន្ទាប់មកក្រុមហ៊ុនបានធ្វើការឈូសឆាយព្រៃយកដីប៉ះពាល់
ព្រៃទៀងបំរុងដីទីទួលសុវត្ថិភាពព្រៃគោរពបូជាទីវាលចិញ្ចឹមសត្វពាហនៈអ្នកភូមិករណីនេះអ្នកភូមិផ្អៀបានប្រមូលគ្នាប្រឆាំងការឈូសឆាយនោះជាច្រើនលើកទោះជាយ៉ាងនេះក្តីអភិបាលរងខេត្តប្រជេះលោកវ៉ាថនថ្លែងថា9លើកហើយដែលអាជ្ញាធរព្យាយាមចុះដោះស្រាយបញ្ហាតវ៉ារបស់ពលរដ្ឋក៏ប៉ុន្តែមិនទទួលបានលទ្ធផលដោយសារអ្នកភូមិទាមទារផ្ទៃដីរហូតជាង 3000 ហិកតាហេតុនេះអាជ្ញាធរផ្អាកការដោះស្រាយមួយរយៈទុកឲ្យអ្នកភូមិជ្រើសរើសតំណាង20នាក់ដើម្បីបន្តពិភាក្សាគ្នាជាថ្មីក្នុងបញ្ហានេះលោកអំពាវនាវឲ្យអ្នកភូមិពិចារណាចំពោះការទាមទារសមហេតុផលដើម្បីឈានទៅរកការបញ្ចប់ចំនួនដីធ្លីមួយនេះជាចំហយើងនៅតែទទួលដោះស្រាយនឹងប៉ុន្តែឲ្យគាត់ពិចារណាឡើងវិញសំគួរអត់ជាជនមកភូមិមានសហគមន៍មួយទៅហើយមានដីសល់ពីក្រៅសហគមន៍ជិត 1000 ហិកតាហើយឥឡូវគាត់សុំប្រមាណទៀតវាសុំរុំដើម្បីយើងមករួចគ្នាមួយគេនេះកាលពីខែមិថុនាឆ្នាំ 2014អ្នកភូមិបានខាត់ទុកគ្រឿងចាក់ក្រុមហ៊ុន 9 គ្រឿងយកមករក្សាទុកនៅសាលាភូមិដើម្បីទាមទារឲ្យអាជ្ញាធរដោះស្រាយបញ្ឈប់ការឈូសឆាយនិងរក្សាព្រៃឈើទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់តាមលក្ខណៈប្រពៃណីជនជាតិដើមភាគតិចពាក់ព័ន្ធករណីនេះដែរមន្ត្រីស៊ើបអង្កេតសមាគមអាត់ហុកខេត្តក្រចេះលោកហេងភិរៈសម្ដែងការបារម្ភខ្លាចក្រែងកើតមានអំពើហិង្សាខណៈគ្រឿងចាក់ក្រុមហ៊ុននៅតែបន្តឈូសឆាយដោយសារការសន្យារបស់មន្ត្រីខេត្តមិនមានលិខិតស្នាមផ្លូវការចំណែកការដោះស្រាយនៅតែអូសបន្លាយពេលវេលាយ៉ាងណាលោកស្វាគមន៍ចំពោះគម្រោងជួបពិភាក្សារវាងអាជ្ញាធរនិងតំណាងសហគមន៍ជាថ្មីចំណែកមន្ត្រីសមាគមនឹងបន្តឃ្លាំមើលបញ្ហានេះលោកបន្តថាប្រសិនដំណោះស្រាយទទួលបានលទ្ធផលសមាគមអាត់ហុកមានលទ្ធភាពឧបត្ថម្ភថវិកាដើម្បីវាស់វែងកំណត់ព្រំដីជូនប្រជាពលរដ្ឋជៀសវាងកើតមានចំនួនតទៅទៀតវាខុសពីអ្វីដែលលោកវ៉ាថនបានជាក់មួយនៅតំណាងក្រុមហ៊ុនឈ្មោះសុវណ្ណដែលយល់ព្រមគ្នាឯកភាពគ្នាថារងចាំដំណោះស្រាយសិនបើសិនជាក្រុមហ៊ុននៅតែបន្តអញ្ចឹងយើងបារម្ភខ្លាចតែជាពលរដ្ឋគាត់ប្រើហិង្សាឬក៏គាត់អាចធ្វើអ្វីមួយដែលប្រឆាំងទៅនឹងច្បាប់ណាយ៉ាងនេះក៏ដោយតំណាងប្រជាពលរដ្ឋភូមិផ្អៀអាងថាអ្នកភូមិបានជ្រើសរើសតំណាង20នាក់រួចរាល់ហើយដើម្បីជួបពិភាក្សាជាថ្មីជាមួយមន្ត្រីអាជ្ញាធរដោះស្រាយចំនួនដ៏រ៉ាំរ៉ៃនេះជាមួយនោះដែរអ្នកភូមិព្រមានថានឹងបន្តធ្វើការតវ៉ាទៅថ្នាក់ជាតិទៀតប្រសិនដំណោះស្រាយការតវ៉ារបស់ពលរដ្ឋមិនបានលទ្ធផលខ្ញុំរដ្ឋាវិសាលវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីពលរដ្ឋស្រុកគៀនស្វាយខេត្តកណ្ដាលប្រតិកម្មចំពោះរោងចក្រផលិតជីគីមីសញ្ញាផ្កាយ5របស់ក្រុមហ៊ុនវៀតណាមស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ1ទល់មុខភូមិនោះដែលបានសាយភាយក្លិនស្អុយឆ្អេះប៉ះពាល់ដល់ការដកដង្ហើមនិងការរស់នៅរបស់ពួកគាត់ប្រចាំថ្ងៃក្រុមអ្នកភូមិកំពុងស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហានេះនិងសូមឲ្យមានការធានាលើសុវត្ថិភាពនៃការរស់នៅជាពិសេសបញ្ហាសុខភាពរបស់ពលរដ្ឋនៅជុំវិញតំបន់នោះលោកសេងបណ្ឌិតមានសេចក្តីរាយការណ៍ក្លិនស្អុយឆ្អេះឈួលដែលភាយចេញពីសារធាតុគីមីផ្សំគ្នាក្នុងដំណើរការផលិតជីគីមីសម្រាប់ដំណាំកសិកម្មនៃរោងចក្រផលិតជីសញ្ញាផ្កាយ5របស់ប្រទេសវៀតណាមកំពុងក្លាយជាក្តីបារម្ភសម្រាប់អ្នកភូមិក្បែររោងចក្រនោះមានធំមួយយ៉ាងទេម្នាក់ធំខ្លាំងពេកមិនទឹកទៅទូទៅខ្លួនបានក៏អញ្ចឹងមានថាដូចថាយើងចូលទៅមានជំងឺផ្សេងទៅវិញអត់ក្លិនមិនល្អដែលភាយចេញមកខាងក្រៅរបងរោងចក្រនោះបានបង្ខំចិត្តឲ្យអ្នកភូមិម្នាក់ត្រូវពាក់ម៉ាស់បិទច្រមុះដោយសារពិបាកទ្រាំនឹងក្លិននោះស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះព្រៀបជុំរស់នៅភូមិព្រែកត្រែងស្ថិតទល់មុខគ្នានឹងរោងចក្រនោះដែលពុះចែកដោយផ្លូវជាតិលេខ1នោះឲ្យដឹងថាការពាក់ម៉ាស់នេះអាចកាត់បន្ថយក្លិនឈួលច្រមុះបានខ្លះនិងបង្ការកុំឲ្យមានផលប៉ះពាល់ដល់សុខភាពប៉ុន្តែគាត់ពិបាកនឹងណែនាំឲ្យកូនក្មេងពាក់ម៉ាស់ដូចមនុស្សចាស់ដែរពេលថ្ងៃអញ្ចឹងទិញពាក់ម៉ាស់ទៅពូមើលឈួលមកភាយចេះទិញម៉ាស់ពាក់ទៅហើយអាណិតតែក្មេងទូនឹងដឹងគ្នាពាក់ធ្វើម៉េចវាហប់វាពិសេសខ្លាចតែចូលដល់គ្រឿងក្នុងក្មេងហ្នឹងអាគ្នាមកខួបពីខួបហ្នឹងហើយមិនដាល់បានទៅពិនិត្យទៅអីមិនផងចំណែកអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ1កាត់ខាងមុខរោងចក្រនោះក៏ត្រូវស្រង់ស្រូបក្លិនឈួលឆ្អេះដែលភាយចេញពីរោងចក្រផលិតជីនោះដោយអ្នកភូមិដែរការលំបាករបស់អ្នកភូមិសពថ្ងៃគឺពិបាកទ្រាំនឹងក្លិនអាក្រក់នោះពិបាកដកដង្ហើមហើយក្តីកង្វល់របស់ពួកគាត់ធំជាងគេគឺការបារម្ភខ្លាចប៉ះពាល់ដល់សុខភាពទាំងពេលបច្ចុប្បន្ននិងទៅថ្ងៃខាងមុខទៀតស្ត្រីវ័យជាង40ឆ្នាំមួយរូបក្នុងចំណោមប្រជាពលរដ្ឋជាច្រើនគ្រួសារផ្សេងទៀតក្នុងភូមិព្រែកត្រែង
បានបង្ហាញពីក្តីកង្វល់និងអាការៈជំងឺរបស់គាត់កូនព្រមទាំងអ្នកភូមិផ្សេងទៀតក្រោយពីទទួលក្លិននៃសារធាតុគីមីដែលចេញពីរោងចក្រផលិតជីនោះក្នុងរយៈពេលប្រមាណជាង3ខែចុងក្រោយនេះទុំក្លិនអាក្រក់ពី3យ៉ាងអាក្រក់ណាស់បាក់ទ្រាំណាស់សង្ឈួលឈួតកកអញ្ជើញលោកពូសួរប្រជាជនទាំងអស់គ្នាធំក្លិនដូចគ្នាពិបាកដូចគ្នាចាខ្លះទៅខ្ញុំឈួតកកពេលផឹកទៅទឹកហើយកដាស់យកហ្មងហើយកុហលក៏ហាយពេញមុខពេញមាត់នឹងក៏ហាយច្រមុះក៏ហាយទាំងខ្លួនហើយអាកូនខ្ញុំនៅគ្រុនចង់កន្លះខែហាយលេបថ្នាំបាត់សោះផ្ដាសាយអាធំក្លិនអាហ្នឹងបើកភ្នែកពីមុងធំក្លិនដេកយប់ដឹងខ្លួនពាក់កណ្ដាលទៀតក៏ធំក្លិនដែរធំក្លិនទាំងអស់អ្នកភូមិផ្សេងទៀតក៏បានត្អូញត្អែប្រហាក់ប្រហែលគ្នាដែរជាពិសេសស្ត្រីមានកូនខ្ចីត្រូវឈឺទាស់សន្លប់ក៏មានដោយសារឥទ្ធិពលនៃក្លិនចេញពីរោងចក្រផលិតជីគីមីរបស់វៀតណាមនោះកូនខ្ញុំជួនកាលថ្ងៃហ្នឹងស្លាប់ណាដល់ប្រលប់ឡើងក៏វាស្លាប់ហើយខ្ញុំហ្នឹងបីតែចៅរឿងងំទាំងម៉ែវាដឹងខ្លួនឡើងបានយកស្អីមករឹតមកលាបអីឲ្យទៅក្រុមអ្នកភូមិមកដឹងទៀតថាក្លិនស្អុយឈួលឆ្អេះបែបនេះកាលពីឆ្នាំទៅបានកើតមានម្ដងរួចមកហើយតែมันខ្លាំងដូចនៅឆ្នាំនេះទេឆ្លើយតបនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋអំពីការសាយភាយក្លិនចេញពីរោងចក្រផលិតជីគីមីនេះអគ្គនាយករងនៃក្រុមហ៊ុនលោកឆៃយ៉ាចនទទួលស្គាល់ថារោងចក្រផលិតជីមិនផុតពីការធំក្លិនខ្លះនោះទេពីព្រោះសារធាតុផ្សំមួយចំនួនមានជាតិអាម៉ូញ៉ាក់ដែលមានក្លិនដូចទឹកនោមក៏ប៉ុន្តែមិនធំក្លិនខ្លាំងដោយប្រជាពលរដ្ឋបានអះអាងទេហើយក៏មិនអាចប៉ះពាល់ដល់សុខភាពមនុស្សសត្វនោះឡើយការជះក្លិននោះទៅដល់ពីរោងចក្រខ្ញុំទៅអ្នកភូមិអ្នកស្រុកនោះមានចម្ងាយឆ្ងាយណាស់តែចឹងវាមិនអាចធ្វើដល់ឲ្យប៉ះពាល់ដល់សុខភាពប្រកបអញ្ចឹងទេបាទពួកខ្ញុំនៅក្នុងនឹងផ្ទាល់ពួកខ្ញុំបាយនៅក្នុងនឹងដេកនៅក្នុងនឹងធ្វើនៅក្នុងនឹងពួកខ្ញុំមិនដឹងអីផងហ្នឹងឥឡូវយើងបើយើងច្បាប់អូខេឲ្យស្ថាប័នពាក់ព័ន្ធដែលគេមានសមត្ថភាពឲ្យចំណាយអូខេមកឲ្យចំណាយមកតើវាអាចឲ្យប៉ះពាល់ដល់សុខភាពអត់ប៉ុន្តែខ្ញុំទទួលស្គាល់ថាប្រជាពលរដ្ឋគាត់បារម្ភអានេះយើងមិនថាគាត់ទេប៉ុន្តែគាត់ថាបើធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់គាត់ទៅវាមិនអាចទេលោកបន្តថាក្រុមបច្ចេកទេសរបស់លោកក៏ខិតខំថែរក្សាអនាម័យក្នុងរោងចក្រដូចជាលេវត្ថុធាតុគីមីផ្សំធ្វើជាជីរហូតទៅជាផលិតផលសម្រាប់ចុងក្រោយនោះគឺមានការប្រើកស៊ូតង់គ្របពីលើកុំឲ្យភាយក្លិនចេញមកខាងក្រៅរបស់រោងចក្រប៉ុន្តែដោយសាររដូវកាលនេះជារដូវធ្លាក់ខ្យល់ខ្លាំងដូច្នេះមិនអាចទប់ក្លិនកុំឲ្យភាយចេញមកខាងក្រៅ 100% នោះទេចំណែកខាងអាជ្ញាធរស្រុកកៀនស្វាយវិញហាក់យល់ស្របចំពោះការពន្យល់របស់តំណាងក្រុមហ៊ុនអភិបាលស្រុកកៀនស្វាយលោកហេងធៀមមានប្រសាសន៍ថាអាជ្ញាធរពុំទាន់អាចសន្និដ្ឋានចំពោះអាការៈជំងឺរបស់អ្នកភូមិនោះថាអាចបណ្ដាលមកពីការសាយភាយក្លិនចេញពីរោងចក្រជីនោះឬក៏យ៉ាងណានោះទេតែទោះយ៉ាងណាក្តីអាជ្ញាធរឃុំស្រុកបានចុះពិនិត្យនិងជួបពិភាក្សាជាមួយក្រុមហ៊ុនដើម្បីដោះស្រាយបញ្ហាកង្វល់របស់ប្រជាពលរដ្ឋជុំវិញបញ្ហាក្លិនជីគីមីនេះយើងបានណែនាំហើយឲ្យគេរកវិធីវិញបើសិនជាមានបញ្ហាហ្នឹងមែនត្រូវគេថាដោះស្រាយបញ្ហាក្លិននេះកុំឲ្យមានបន្តទៅទៀតស្របពេលគ្នានេះដែរលោកអះអាងថាអាជ្ញាធរក៏កំពុងសិក្សារព័ត៌មានលម្អិតជុំវិញការសាយភាយក្លិនចេញពីរោងចក្រជីគីមីនេះដើម្បីបញ្ជូនទៅមន្ទីរនិងក្រសួងបរិស្ថានព្រមទាំងស្ថាប័នពាក់ព័ន្ធដទៃទៀតដែលជាអ្នកផ្ដល់អាជ្ញាប័ណ្ណដើម្បីមានវិធានការដោះស្រាយបន្តនៅពេលខាងមុខទៀតខ្ញុំសេកបណ្ឌិតវិទ្យុអាស៊ីសេរីភ្នំពេញបរិសុទ្ធជនជាតិជប៉ុនម្នាក់ដែលជាម្ចាស់វិទ្យាស្ថានវាយនភ័ណ្ឌប្រពៃណីខ្មែរនៅខេត្តសៀមរាបបានទទួលប័ណ្ណសរសើរពីក្រសួងការបរទេសជប៉ុនអំពីស្នាដៃផលិតសូត្រខ្មែរមានគុណភាពល្អប៉ុន្តែការសរសើរនេះបានប្រគល់ជូនបន្ទាប់ពីបរិសុទ្ធចំណាស់ជនជាតិជប៉ុនបានចំណាយពេលជាង20ឆ្នាំដើម្បីស្រាវជ្រាវប្រវត្តិដើមនៃសូត្រខ្មែរនិងពណ៌ជ្រលក់ដែលយកចេញពីសម្បកនិងឫសឈើធម្មជាតិសុទ្ធសាធលោកហងសាវយុទ្ធមានសេចក្តីរាយការណ៍ពុស្ដាលោកម៉ូរីម៉ូតូគីកូអូជាជនជាតិជប៉ុនដែលមានអាយុ66ឆ្នាំបានសន្យាថានឹងចំណាយពេលក្នុងវ័យចំណាស់របស់លោកឲ្យคล้ายទៅជាការខិតខំប្រឹងប្រែងលើកស្ទួយវិស័យតម្បាញសូត្រខ្មែរដែលបាត់បង់ជាយូរមកហើយឲ្យមានគុណភាពល្បីល្បាញឡើងវិញដើម្បីឲ្យពិភពលោកបានស្គាល់ជាង20ឆ្នាំមកនេះលោកម៉ូរីម៉ូតូបានចាកចេញពីក្រុមគ្រួសារនៅប្រទេសជប៉ុនមករស់នៅកម្ពុជាដើម្បីស្រាវជ្រាវលើការផលិតសូត្រខ្មែរមួយយ៉ាងដែលមានគុណភាពល្អបំផុតដោយមិនប្រើប្រាស់ពណ៌គីមីនិងមានតម្លៃខ្ពស់
លោកមូរីម៉ូតូមានប្រសាសន៍ថាកាលពីជាង20ឆ្នាំមុនលោកបានទៅទស្សនាសារមន្ទីរមួយនៅឯសហរដ្ឋអាមេរិកហើយបានប្រទះឃើញសូត្រខ្មែរមួយផ្ទាំងដែលមានអាយុប្រហែល300ឆ្នាំត្រូវបានគេដាក់តាំងដោយវានៅមានពណ៌និងគុណភាពល្អស្អាតលោកបានដឹងថាសូត្រដ៏ល្អមួយផ្ទាំងនេះមានដើមកំណើតចេញពីប្រទេសកម្ពុជាដែលត្រូវបានប្រទេសថៃយកទៅធ្វើជាកាដូជូនប្រធានាធិបតីនៃសហរដ្ឋអាមេរិកចាប់តាំងពីពេលនោះមកលោកចាប់ផ្ដើមជាប់ចិត្តនឹងសូត្រមួយផ្ទាំងនោះហើយក៏ចាប់ផ្ដើមធ្វើការស្រាវជ្រាវអំពីរូបមន្តផលិតលោកមូរីម៉ូតូឲ្យដឹងថាចាប់តាំងពីឆ្នាំ1995គឺលោកបានមកកម្ពុជាដើម្បីស្រាវជ្រាវផ្នែកតម្បាញសូត្រខ្មែរដោយមានការស្នើសុំពីអង្គការ UNESCO ប្រចាំកម្ពុជាផងការស្រាវជ្រាវរបស់ខ្ញុំដោយពឹងផ្អែកទៅលើស្ត្រីខ្មែរវ័យចំណាស់ដែលមានចំណេះដឹងអំពីការត្បាញសូត្រប្រពៃណីខ្មែរដែលមាននៅសេសសល់តិចតួចពីដំបូងខ្ញុំបានជួបស្ត្រីខ្មែរចំណាស់ម្នាក់ដែលនៅចេះជំនាញត្បាញសូត្របែបប្រពៃណីហើយខ្ញុំដឹងថាសូត្រខ្មែរដែលល្អបំផុតគឺផលិតផលពីធម្មជាតិដែលនៅជុំវិញខ្លួនដ៏សម្បូរបែបដោយសារការខិតខំប្រឹងប្រែងនិងចំណាយពេលស្រាវជ្រាវអំពីសូត្រខ្មែរអស់រយៈពេលជាង20ឆ្នាំគឺនៅអំឡុងឆ្នាំ2002លោកមូរីម៉ូតូបានទទួលជោគជ័យហើយបានបើកវិទ្យាស្ថានវាយនភ័ណ្ឌប្រពៃណីខ្មែរនិងគម្រោងគតិបណ្ឌិតព្រៃព្រឹក្សាមួយកន្លែងនៅឃុំពាក់ស្នែងស្រុកអង្គរធំខេត្តសៀមរាបដើម្បីផលិតសូត្រខ្មែរដែលមានគុណភាពល្អព្រមទាំងតម្លៃខ្ពស់បច្ចុប្បន្នសូត្រដែលផលិតចេញពីវិទ្យាស្ថានវាយនភ័ណ្ឌប្រពៃណីខ្មែរនេះគឺបានដាក់លក់តែក្នុងខេត្តសៀមរាបក៏ប៉ុន្តែគុណភាពនិងកេរ្តិ៍ឈ្មោះរបស់វាត្រូវឥស្សរជននៃប្រទេសជាច្រើនដូចជាជប៉ុនសហរដ្ឋអាមេរិកនិងប្រទេសក្នុងតំបន់អឺរ៉ុបជាច្រើនបានទទួលស្គាល់យ៉ាងច្បាស់កាលពីថ្ងៃទី18ខែតុលាកន្លងទៅស្ថានទូតជប៉ុនប្រចាំកម្ពុជាបាននាំយកប័ណ្ណសរសើររបស់ក្រសួងការបរទេសជប៉ុនមកជូនលោកមូរីម៉ូតូគីគូអូដែលជាអ្នកខិតខំយ៉ាងសកម្មក្នុងការស្រាវជ្រាវនិងផលិតសូត្រប្រភេទនេះឡើងវិញឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាលោកយូជីគូម៉ាម៉ារុថ្លែងថាលោកមូរីម៉ូតូដែលខិតខំរយៈពេលជាង20ឆ្នាំកន្លងមកក្នុងការផលិតសូត្រខ្មែរនេះគឺជាការចូលរួមចំណែកលើការជំរុញឲ្យមានការផ្លាស់ប្ដូរវប្បធម៌រវាងជប៉ុននិងកម្ពុជាការប្រគល់ប័ណ្ណសរសើររបស់រដ្ឋមន្ត្រីក្រសួងការបរទេសជូនលោកមូរីម៉ូតូនេះគឺជាការទទួលស្គាល់ក្នុងនាមរដ្ឋាភិបាលជប៉ុនចំពោះស្នាដៃរបស់លោកមូរីម៉ូតូសម្រាប់ការបង្កើតឡើងវិញនូវសូត្រខ្មែរនេះជាការចូលរួមចំណែកដល់ការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសជប៉ុននិងប្រទេសកម្ពុជា手書き友禅工房に弟子入り後、手書き友禅の職人として活躍されました。80年初めてタイをមន្ត្រីខេត្តសៀមរាបបង្ហាញឲ្យឃើញមោទនភាពថាសូត្រខ្មែរដែលមានប្រវត្តិល្បីល្បាញប៉ុន្តែបាត់បង់យូរលង់មកហើយបានចាប់ផ្ដើមបង្ហាញខ្លួនឡើងវិញអភិបាលរងខេត្តសៀមរាបដែលអញ្ជើញទៅចូលរួមពិធីប្រគល់ប័ណ្ណសរសើរលោកស៊ិនរុនមានប្រសាសន៍ថាសង្គមខ្មែរកាលពីជំនាន់ដើមអ្នកដែលចេះផលិតសូត្រគឺច្រើនស្ថិតនៅគ្រួសារដែលមានទ្រព្យសម្បត្តិនិងឋានៈខ្ពង់ខ្ពស់កូនស្រីរបស់អ្នកមានឋានៈខ្ពង់ខ្ពស់ទាំងនោះភាគច្រើនគឺជាអ្នកចេះផលិតនិងត្បាញសូត្រដែលយកពីដង្កូវនាងលោកស៊ិនរុនបញ្ជាក់ថាចំនួនមុនផ្នែកតម្បាញសូត្រនិងផលិតផលដែលធ្វើពីសូត្រគឺគ្រួសារអ្នកក្រតិចតួចណាស់ដែលមានប្រើប្រាស់ដូច្នេះគឺតែជួបការលំបាកណាស់អំពីបញ្ហាការធ្វើតម្បាញសូត្រហើយសម័យមុននោះក៏ចាត់ទុកថាវិស័យសូត្រដែលបានផលិតចេញមកជាសម្ពុតជាខោជាអាវឬក៏ជាសម្លៀកបំពាក់ផ្សេងៗគឺមានតម្លៃខ្ពស់ខ្ញុំសូមឯកភាពក្នុងស្រុងដែលលោកប្រធានបានលើកឡើងថាសូត្រខ្មែរគឺជាសូត្រមួយដែលលោកមានវិស័យហើយបានកសាងសូត្រនេះទៅជាសូត្រមួយដ៏ល្បីល្បាញលោកមូរីម៉ូតូគីគូអូកើតនៅឆ្នាំ1948នៅខេត្តខ្យូដូនៃប្រទេសជប៉ុនលោកបានចូលរៀនផ្នែកតម្បាញប្រពៃណីម្យ៉ាងរបស់ជប៉ុនតាំងពីអំឡុងឆ្នាំ1971បច្ចុប្បន្នវិទ្យាស្ថានវាយនភ័ណ្ឌប្រពៃណីខ្មែររបស់លោកដែលមានទីតាំងនៅឃុំពាក់ស្នែងចម្ងាយប្រមាណ40គីឡូម៉ែត្រភាគខាងលិចខាងជើងពីទីក្រុងសៀមរាបគឺមានកន្លែងចិញ្ចឹមដង្កូវនាងមានដើមឈើជាច្រើនប្រភេទដែលអាចយកឫសសម្បកឬជ័រមកផ្សំធ្វើជាពណ៌របស់សូត្រដែលផលិតដោយដៃវិទ្យាស្ថានវាយនភ័ណ្ឌប្រពៃណីខ្មែរនេះ
កំពុងផ្ដល់ការងារឲ្យបុរសនិងស្ត្រីជនជាតិខ្មែរប្រមាណ200នាក់មានប្រាក់កម្រៃចិញ្ចឹមជីវិតនិងជួយដល់ជីវភាពគ្រួសារប្រចាំថ្ងៃលោក Morimoto មានប្រសាសន៍ថានៅប្រទេសកម្ពុជាគឺមានធនធានធម្មជាតិដ៏សម្បូរបែបដែលអាចអំណោយផលឲ្យផលិតជាសូត្រខ្មែរដ៏ល្អបានហើយលោកនឹងខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលជំនាញផលិតសូត្រដ៏ល្អនេះទៅកូនខ្មែរជំនាន់ក្រោយឲ្យចេះព្រមទាំងផលិតបន្តនៅប្រពៃណីរបស់ខ្លួនឲ្យសម្បូរបែបឡើងវិញខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីពីខេត្តសៀមរាបជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារដាសូមជូនព័ត៌មានបញ្ចប់រដ្ឋាភិបាលកម្ពុជាអនុម័តថវិកាជាតិប្រមាណ$3092លានសម្រាប់ការចំណាយនៅក្នុងឆ្នាំ2015នៅក្នុងសេចក្តីប្រកាសព័ត៌មានប្រចាំសប្តាហ៍របស់ខ្លួនកាលពីថ្ងៃសុក្រម្សិលមិញទីស្តីការគណៈរដ្ឋមន្ត្រីបានប្រកាសថាចំនួនថវិកាជាតិប្រចាំឆ្នាំ2015មានសារៈសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិគ្រប់វិស័យទាំងអស់ជាពិសេសនឹងធានានូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំឲ្យបាន7%តុលាការកំពូលប្រកាសសារការសំណុំរឿងប៉ុនប៉ងធ្វើឃាតមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីម្សិលមិញបន្ទាប់ពីតុលាការបានបញ្ចប់សវនកម្មសួរដេញដោលផ្ទាល់មាត់កាលពីដើមខែតុលាកន្លងទៅអតីតស្នងការនគរបាលរាជធានីភ្នំពេញលោកហេងពៅត្រូវបានតុលាការកំពូលសម្រេចឲ្យជាប់ទោស16ឆ្នាំពីបទជាប់ពាក់ព័ន្ធទៅនឹងការធ្វើឃាតលោកសៅសុខាសាលាក្តីខ្មែរក្រហមបានប្រមានមេធាវីការពារក្តីឲ្យអតីតមេដឹកនាំខ្មែរក្រហមនួនជានិងគៀវសំផនថាបានប្រព្រឹត្តខុសវិជ្ជាជីវៈដោយដែលមានចែងនៅក្នុងវិធានផ្ទៃក្នុងការប្រមាននេះគឺនៅបន្ទាប់ពីក្រុមមេធាវីបានធ្វើពហិការដោយចេញពីបន្ទប់សវនកម្មនៃសំណុំរឿង002វគ្គ2កាលពីពាក់កណ្ដាលខែតុលានិងអវត្តមាននៅក្នុងកិច្ចប្រជុំរៀបចំសវនកម្មកាលពីថ្ងៃទី21ខែតុលាដែលតុលាការចាត់ទុកថាជាសកម្មភាពរារាំងដំណើរការនីតិវិធីសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាឲ្យដឹងថាកម្ពុជានឹងចុះកិច្ចព្រមព្រៀង3សំខាន់នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃលោកប្រយុទ្ធច័ន្ទអូចាមកកាន់កម្ពុជានៅថ្ងៃទី30ដល់ថ្ងៃទី31សប្តាហ៍ក្រោយកិច្ចព្រមព្រៀងទាំងនោះគឺផ្ដោតទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យទេសចរលុបបំបាត់ការជួញដូរមនុស្សនិងកិច្ចការពារជនរងគ្រោះព្រមទាំងផ្សារភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរលោកអ្នកនាងជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងរបស់វិទ្យុអាស៊ីសេរីនៅពេលនេះចាប់តែប៉ុណ្ណេះខ្ញុំបាទតាំងសារដាព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលាវិទ្យុអាស៊ីសេរីផ្សាយតាមរយៈរលកធាតុអាកាសខ្លីឬ Shortwave តាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះម៉ោងនៅកម្ពុជាតាមរយៈរលកធាតុអាកាសខ្លី 12140 kHz ស្មើនឹងកម្ពស់ 25m ពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈរលកធាតុអាកាសខ្លី 13740 kHzស្មើនឹងកម្ពស់ 22m លោកអ្នកនាងក៏អាចស្ដាប់ការផ្សាយផ្ទាល់របស់វិទ្យុអាស៊ីសេរីដោយចូលទៅកាន់គេហទំព័រ www.rfa.org/ខ្មែរនិងស្ដាប់តាមការផ្សាយបន្តរបស់វិទ្យុ FM មួយចំនួនដូចតទៅវិទ្យុសំឡេងកូនខ្មែរ FM 88.70 MHz នៅខេត្តកំពតដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងនៅពេលយប់ចាប់ពីម៉ោង 9 ដល់ម៉ោង 10វិទ្យុមណ្ឌលព័ត៌មានស្ត្រីកម្ពុជា FM 102 MHz នៅភ្នំពេញ FM 104.25 MHz នៅខេត្តកំពង់ធំនិង FM 92.25 MHz នៅខេត្តស្វាយរៀងដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងពេលយប់ចាប់ពីម៉ោង 10 កន្លះដល់ម៉ោង 11 កន្លះវិទ្យុសម្បុកឃ្មុំ FM 105 MHz នៅពេលព្រឹកចាប់ពីម៉ោង 6 ដល់ម៉ោង 7 និងពេលយប់ចាប់ពីម៉ោង 8 កន្លះដល់ម៉ោង 9 កន្លះវិទ្យុ FM 90 MHz នៅភ្នំពេញ
វិទ្យុឃ្លាំងមឿង FM 90.25 MHz នៅខេត្តបាត់ដំបងវិទ្យុស្ទឹងសែន FM 88.5 MHz នៅខេត្តកំពង់ធំនិងវិទ្យុគិរីដងរែក FM 90.25 MHz នៅខេត្តឧត្តរមានជ័យដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 6 កន្លះដល់ម៉ោង 7 កន្លះនិងពេលយប់ចាប់ពីម៉ោង 9 កន្លះដល់ម៉ោង 10 កន្លះវិទ្យុអង្គររដ្ឋា FM 95.5 MHz នៅខេត្តសៀមរាបដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងនៅពេលយប់ចាប់ពីម៉ោង 8 កន្លះដល់ម៉ោង 9 កន្លះនិងវិទ្យុអន្តរជាតិ TV FM 90.25 MHz នៅខេត្តសៀមរាបដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងនៅពេលយប់ចាប់ពីម៉ោង 9 ដល់ម៉ោង 10